បញ្ហាចោទប្រកាន់ខ្ញុំថាខ្ញុំនឹងលក់ក្បាលទៅឲ្យខាងគណៈបព្វជិជនហើយថាខ្ញុំនឹងក្បត់ជាតិទៀតផងខ្ញុំមិនមែនអ្នកនយោបាយទេខ្ញុំចង់ប្រាប់ថាខ្ញុំគឺជាអ្នកប្រជាធិបតេយ្យអ្នកដែលឃើញខុសថាខុសអ្នកដែលឃើញត្រូវថាត្រូវហើយខ្ញុំមិនមែនជាអ្នកផ្ដួលរំលំថាថតរដ្ឋាភិបាលទេគឺខ្ញុំចង់ឲ្យកែតម្រូវរដ្ឋាភិបាលគឺឲ្យគាត់នឹងគឺរីកចម្រើនគឺអបតិជាតិរីកចម្រើនតែប៉ុណ្្នឹងទេហើយបងសយវាក៏គាត់និយាយដែរគាត់ថាគាត់បើគេងតែស្រាប់2ថ្ងៃទុកចិត្តលោកសោយសុភាពប៉ុណ្ណាទៅទើបស្គាល់គ្នាបាន3ខែហើយនរណាមិនស្គាល់លោកសោយសុភាពថាធ្វើកិច្ចការងារផ្សាយព័ត៌មានលំអៀងទៅខាងគណៈបកប្រជាជននិងរដ្ឋាភិបាលខ្លាំងមែនតើក្នុងនាមជាបុគ្គលហើយនឹងជាជនជាតិខ្មែរម្នាក់ដែលឃើញបងសោយសុភាពគឺគាត់ខំប្រឹងណាស់ដើម្បីប្រទេសជាតិយើងខ្ញុំអត់មានមើលរឿងនេះការទេគាត់ធ្វើអ្វីជារឿងរបស់គាត់គាត់វាយប្រហារនរណាគឺជារឿងរបស់គាត់ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគាត់ហ្នឹងគឺគាត់កំពុងតែជួយប្រទេសជាតិខ្មែរយើងនៅពេលដែលខ្មែរយើងហើយនិងថៃកំពុងមានសង្គ្រាមជាមួយគ្នាទោះបីជាយើងមាននិន្នាការនយោបាយខុសគ្នាមែនប៉ុន្តែពេលនេះគឺជាពេលដែលយើងត្រូវតែសាមគ្គីគ្នាដើម្បីជាតិសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងប៊ីរដ្ឋកាលីហ្វ័រញ៉ានេះគឺជាការផ្សាយពិសេសបន្ថែមទេតកតងនឹងព្រឹត្តិការណ៍ដែលកើតឡើងថ្មីនឹងចុងក្រោយហើយកិច្ចពិភាក្សាពិសេសនេះឬក៏សម្ភាសពិសេសនេះគឺខ្ញុំបានកិត្តិយសដោយមានប្រធានសមាគមខ្មែរនៃរដ្ឋ North Carolina គឺលោកថាច់សីហាដែលបានចូលរួមជាវាគ្មិនពិសេសសម្រាប់ព្រឹកនៅឯប្រទេសកម្ពុជាម៉ោងនេះម៉ោង8ម៉ោង9ជាងហើយបងប្អូន9:16នាទីហើយតែនៅឡុងប៊ិចឯនេះគឺម៉ោង6:16នាទីយប់ហើយនៅខាងលោកសីហាឯណោះលើសខ្ញុំ3ម៉ោងទៀតចឹង9:16នាទីយប់ហើយបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមជម្រាបសួរលោកសីហាពីចម្ងាយម្ដងទៀតបាទសូមជម្រាបសួរលោកមូម៉ារ៉េតផងដែរបាទអរគុណណាស់មកមានញឹកពេញមួយថ្ងៃវល់ល្ងាចហើយឥឡូវមកជួបគ្នាទៀតហើយការពិតនេះក៏ជារឿងចាំបាច់ដែរដោយសារតែមួយរយៈពេល3-4ថ្ងៃចុងក្រោយនេះអារឿងគ្រាប់កាភ្លើងនៅអាទល់ដែនថៃនោះវារៀងស្បើយតិចឥឡូវមកលាជផ្ទុះនៅឯ North Carolina ហើយនឹងស្រុកអាមេរិកនេះតាក់ទងនឹងរឿងប្រតិកម្មរបស់បងប្អូនសកម្មជនគណបកប្រឆាំងនៅឯក្រៅប្រទេសជុំវិញនឹងការទទួលស្វាគមន៍លោកសោយសុភាពដែលជាអ្នកសារព័ត៌មានដែលគេស្គាល់ច្រើនមួយរូបដែរនៅស្រុកខ្មែរមកដល់លើទឹកដីអាមេរិកនេះហើយនៅពេលឃើញគាត់មកក្នុងដំណើរទស្សនកិច្ចមកលេងជាលក្ខណៈគ្រួសារហើយក៏ស្រាប់តែបងប្អូនយើងនៅស្រុកអាមេរិកនេះដូចជាភ្ញាក់ផ្អើលជាពិសេសភ្ញាក់ផ្អើលប្រមាណរឿងលោកសោយសុភាពមកលេងស្រុកអាមេរិកទេព្រោះអាមេរិកអត់ដែលបានហាមឃាត់ប្រជាពលរដ្ឋដែលមានសិទ្ធិស្របច្បាប់ដែលអាចមកលេងបានបើសិនជាស្ថានទូតគេព្រមឲ្យមកក្រោយពិនិត្យបច្ច័យឯកសារនឹងមានអ្នកណាធានាបងប្អូនអីធានាសមស្របអីទៅគឺគេនឹងឲ្យវីសាឬក៏ទិដ្ឋាការមកលេងព្រោះអីយើងមិនមានប្រវត្តិនៃអក្រិតបទអក្រិតអីហើយជាទម្លាប់គឺបើទោះបីជាគេទម្លាក់ច្រើនក៏ដោយក៏ប៉ុន្តែបើគេពិនិត្យទៅឃើញថាមានបំពេញគ្រប់លក្ខខណ្ឌគ្រប់គ្រាន់គឺគេឲ្យមកតាមការស្នើសុំប្រភេទ visa B1 B2 ដែលជា tourist ឬក៏ទេសចរឬក៏អាជីវកម្មអីហ្នឹងតែជាទូទៅនេះគឺជាការមកសម្រាប់ឬក៏មកលេងជាលក្ខណៈគ្រួសាររបស់គាត់ណាប៉ុន្តែការមកដល់ស្រុកអាមេរិកនេះភ្លាមឃើញគាត់បានទៅតាម store ហាងរបស់ខ្មែរជួបបងប្អូនសហគមន៍ខ្មែរហើយនៅក្នុងនោះក៏ជួបលោកថាច់សីហាដែលជាប្រធានសមាគមខ្មែរមួយរូបដែរនៅ North Carolina ហើយអ្នកណាមិនស្គាល់លោកថាច់សីហាតាំងពីដើមរៀងមកសកម្មជនគណបកប្រឆាំងដល់ស្រួចស្រាលជួយតាក់ទងនឹងការស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យប្រឹងតស៊ូមតិតាំងពីឆ្នាំ2012មកតាមខ្ញុំដឹងគឺលោកថាច់សីហានៅដូចថាសស្រាក់សស្រាំណាស់ជួយក្រុមការងារខាងបកប្រឆាំងនឹងហើយក៏ក្រោយមកក៏ចាប់ផ្ដើមអឺបន្តកិច្ចការងារជួយសហគមន៍តាមបែបមួយផ្សេងទៀតគឺបង្កើតជាអង្គការក្រៅរដ្ឋាភិបាលដែលមិនមែនជាស្ថាប័ននយោបាយទេគឺដើម្បីជួយបងប្អូនខ្មែរយើងនៅសហគមន៍ខ្មែរយើងនៅ North Carolina ហើយមកដល់ពេលនេះឃើញបានធ្វើកិច្ចការងារយ៉ាងសម្បើមដែរគាត់ថាជាប្រធានអង្គការក្រៅរដ្ឋាភិបាលដែលមិនចូលរួមចូលនិន្នាការគណៈបកនយោបាយព្រោះតែបើយើងចុះឈ្មោះអីអញ្ចឹងជាអង្គការក្រៅរដ្ឋាភិបាលបានន័យថាយើងមិនមែនជាស្ថាប័ននយោបាយអីអញ្ចឹងតែបេះដូងមើលទៅដូចជានៅស្មោះស្ម័គ្រនឹងការដែលថានៅតែ
ជាអ្នកដែលរិះគន់រដ្ឋាភិបាលដែលធ្វើមិនត្រូវហើយចង់ឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់អធិបតេយ្យស្រឡាញ់អីហ្នឹងសម្បើមដែរប៉ុន្តែមួយរយៈចុងក្រោយនេះស្រាប់តែរងព្យុះព្យូមៀដូចទឹកបាក់ទំនប់អ្នកខ្លះក៏ជេរបតិចផ្ដាសាផងហើយខ្ញុំមែនតើទៅខ្ញុំមិនចង់ដឹងឲ្យបងប្អូនដឹងរឿងស៊ីជម្រៅហ្នឹងបានហៅលោកថាច់សីហាមកចង់ពិគ្រោះបន្តិចព្រោះអីសគាតិចនឹងខាងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាដែលជេរពេកហើយដល់ពេលមកឃើញខាងគណៈបកប្រឆាំងជេរសម្បើមដែរខ្ញុំដូចជាទល់ពធមិនដឹងទៅខាងណាទៅខាងណីយ៉ាងណាយ៉ាងណីចេះខំវល់បងប្អូនគ្រប់ពេលក៏ប៉ុន្តែធ្វើមិនបានជោគជ័យសោះប្រហែលជាបងប្អូនខឹងលោកសីហានឹងសម្បើមណាស់បានជាត្រូវទម្លាក់បាតហើយសុំទៅធាក់ញោមមួយជើងហ្នឹងឥឡូវខន្តីលែងបានហ្នឹងរឿងហ្នឹងវាយ៉ាងម៉េចលោកសីហាតាក់ទងជាមួយនឹងលោកសោយសុភាពហ្នឹងដែលអឺលោកស្គាល់លោកសោយសុភាពតាមរយៈអីដែរឬក៏យ៉ាងម៉េចដែរបានជាកើតហេតុរហូតដល់ទៅមកដល់ម៉ោងនេះស្រាប់តែឃើញទៅទទួលទានអាហារជុំគ្នាមានពិសាកាហ្វេអីរហូតទៅជួបសកម្មជនគណៈបកប្រឆាំងនៅហាងកាហ្វេវ៉ាអឺគ្នាអីយ៉ាងម៉េចហ្នឹងសូមអញ្ជើញបកស្រាយបន្តិចមើលដើម្បីឲ្យអស់ចម្ងល់ខ្ញុំមានសំណួរច្រើនជាងបងប្អូនដែលជេរលោកសីហាទៅទៀតប៉ុន្តែចង់ឲ្យបកស្រាយតាមដំណើរដើមតងហ្នឹងហើយយើងនឹងជជែកគ្នាបន្តទៅទៀតបាទសូមអញ្ជើញបាទបាទសូមអរគុណលោកមួបាទម៉ារ៉េតដែលបានអនុញ្ញាតឲ្យខ្ញុំបាទមកបកស្រាយក៏ដូចជាមកស្រាយបំភ្លឺបន្តិចតួចដែរណាបាទរឿងបញ្ហាចោទប្រកាន់ខ្ញុំថាខ្ញុំនឹងលក់ក្បាលទៅឲ្យអឺខាងគណៈបព្វជិជនហើយថាខ្ញុំនឹងក្បត់ជាតិទៀតផងអ្វីដែលនៅក្នុងអ្វីដែលគេមានរចនាសម្ព័ន្ធខ្ញុំមើលអ្វីគេធ្វើដំបូងខ្ញុំគិតថារាល់តែម្នាក់ពីរនាក់ទេខ្ញុំមិនចង់ឆ្លើយតបទេព្រោះវាអត់មានប្រយោជន៍អីសោះសម្រាប់ខ្ញុំអត់មានពេលទំនេរខ្ញុំធ្វើការខ្ញុំមានការងារធ្វើហើយខ្ញុំក៏មាន business មួយដែរគឺខាងទិញផ្ទះលក់ផ្ទះហើយខ្ញុំមានការងារខាងអង្គការខ្ញុំផងដែលត្រូវការខ្ញុំក្នុងត្រូវការខ្ញុំធ្វើកិច្ចការហ្នឹងហើយក៏រឿងប្រទេសជាតិផងដែររឿងបញ្ហាព្រំដែនរឿងគ្រប់យ៉ាងអស់អ្វីដែលក្នុងនាមជាខ្មែរអ្វីដែលខ្ញុំអាចធ្វើបានជួយសង្គមជួយប្រទេសជាតិខ្ញុំនឹងធ្វើអស់ពីសមត្ថភាពអញ្ចឹងខ្ញុំមានការមមាញឹកខ្លាំងមែនតើប៉ុន្តែដល់លក្ខណៈដែលគេ deal ម្នាក់ពីរនាក់វាមិនសូវអីទេប៉ុន្តែក្នុងនេះឥឡូវនេះខ្ញុំឃើញថាមានជារចនាសម្ព័ន្ធបានន័យថាគេចាប់ដើមធ្វើជារចនាសម្ព័ន្ធហ្នឹងគឺចាប់ដើមវាយប្រហារខ្ញុំតែម្ដងដើម្បីបំបាក់ខ្ញុំហើយខ្ញុំដឹងថាអ្នកណានៅក្រៅខ្នងប៉ុន្តែខ្ញុំមិនចង់មានអឺមិនចង់បង្ហើបឬក៏មិនចង់និយាយទេព្រោះវាធ្វើមិនហួសទៅប៉ុន្តែខ្ញុំចង់បកស្រាយថារឿងដែលបងសោយសុភាពគាត់មកផ្ទះខ្ញុំហ្នឹងគឺខ្ញុំស្គាល់បងសោយសុភាពហ្នឹងនៅពេលដែលមានសង្គ្រាមរវាងប្រទេសថៃនិងប្រទេសកម្ពុជារបស់យើងនៅខែ7ខ្ញុំអ្វីនឹងចាំបានវាយូរដែរណាហើយពេលនេះខ្ញុំបាទក៏ខ្ញុំនឹងមិត្តភ័ក្តិរបស់ខ្ញុំមួយចំនួនហ្នឹងក៏បានស្នើសុំទៅក៏បានស្នើសុំទៅលោកសោយសុភាពបងសោយសុភាពដើម្បីឲ្យគាត់នឹងជួយដល់សម្របសម្រួលដល់Michael Alfaro ជាមួយនឹង Gary Frenchie ដើម្បីឲ្យគាត់នឹងចុះទៅយកព័ត៌មានរឿងបញ្ហាព្រំដែនក៏ដូចជារឿងដូរឈ្មោះទៅ Donald Trump ដែរអញ្ចឹងក្នុងពេលនោះខ្ញុំអត់សូវស្គាល់លោកសោយសុភាពទេបងសោយសុភាពទេខ្ញុំអត់សូវស្គាល់គាត់សោះប៉ុន្តែមានមិត្តរបស់ខ្ញុំម្នាក់គឺគាត់ណែនាំខ្ញុំស្គាល់ខ្ញុំក៏បានស្គាល់គាត់ហើយក៏បានធ្វើការទំនាក់ទំនងមួយគាត់ដើម្បីឲ្យគាត់ជួយសម្របសម្រួល Alfaro ដើម្បីឲ្យគាត់ជួយទៅដល់ប្រទេសរបស់យើងក្នុងការបកអាក្រាតថៃក្នុងពេលនោះអញ្ចឹងបងសោយសុភាពក៏គាត់យល់ព្រមដើម្បីសម្របសម្រួលដើម្បីធ្វើម៉េចឲ្យបានជួយជាតិរបស់យើងហើយយើងគិតថាយើងគួរតែធ្វើហើយយើងគួរតែចាប់ដៃគ្នាទោះបីជាយើងមាននិន្នាការនយោបាយខុសគ្នាមែនប៉ុន្តែពេលនេះគឺជាពេលដែលយើងត្រូវតែសាមគ្គីគ្នាដើម្បីជាតិអញ្ចឹងក៏យើងចាប់ដើមធ្វើកិច្ចការហ្នឹងទៅគាត់ក៏ជួយសម្របសម្រួលMichael ទៅសម្ភាសហើយក៏ចុះទៅដល់ព្រំដែនក៏ជួយរឿងរ៉ាវហ្នឹងដូចបងដឹងស្រាប់ហើយគឺវាបានជោគជ័យដោយប្រែផ្លាស់ពីការដែលថៃគាត់និយាយថាខ្មែរយើងជាអ្នកបង្ករឿងទៅជាឥឡូវនេះយើងក៏ទាំងអស់គ្នាក៏ពិភពលោកដឹងហើយថាខ្មែរយើងមិនមែនជាអ្នកបង្ករឿងទេគឺថៃយើងជាជនរងគ្រោះអញ្ចឹងរឿងនេះគឺជោគជ័យមែនតើជោគជ័យដល់ត្រចះចង់ដែលមិនគួរតែយើងគិតស្មានមិនដល់អញ្ចឹងវាជោគជ័យអញ្ចឹងហើយបានខ្ញុំស្គាល់បងសោយសុភាពគឺតាមរយៈពេលហ្នឹងបន្តទៅទៀតនៅពេលនឹងផតទៅក៏ពេលដែល Michael Afro គាត់មកដល់អាមេរិកទៅខ្ញុំក៏នៅតែបន្តការទំនាក់ទំនងជាមួយគាត់តទៀតដោយសាររឿងព្រំដែនយើងអត់ទាន់ចប់ទេអញ្ចឹងដោយសារខ្ញុំមានក្រុមការងាររបស់ខ្ញុំនៅតាមតំបន់នីមួយៗតាមខេត្តនីមួយៗហ្នឹងហើយបងសោយសុភាពក៏គាត់មានក្រុមការងារគាត់ដែរខាងខាងឃោសនាខាងនេះហ្នឹងខាងព័ត៌មានហ្នឹងខ្ញុំក៏បានតាក់ទងគាត់ដោយសារ
ទីមួយយើងតែដឹងថាពេលនោះថៃគឺគេបានគម្រាមយើងគឺថាគេនឹងវាយយក11ខេត្តក្នុង11ខេត្តហ្នឹងយើងដឹងថាប្រជាពលរដ្ឋយើងមួយពេលខ្លះគាត់អត់ដឹងព័ត៌មានទេអត់ដឹងព័ត៌មានទេយើងអត់អារម្មណ៍ទៅខាងភូមិព្រៃច័ន្ទនិងភូមិជោគជ័យអញ្ចឹងខ្ញុំក៏បានភាសាគាត់ថាបងឥឡូវនេះបងអាចទៅខេត្តផ្សេងបានទេខ្ញុំនៅទៅខេត្តនេះនៅពោធិ៍សាត់នៅខេត្តនៅកោះកុងអីចឹងទៅណាយើងបែងចែកគ្នាធ្វើម៉េចឲ្យកុំឲ្យនៅតែបំដុំវាអត់ល្អទេទៅបានច្រើនកន្លែងកាលណាគឺល្អកណ្ដឹងដើម្បីប្រជាពលរដ្ឋយើងឃើញព័ត៌មានហ្នឹងគឺគាត់ទៅជួយឲ្យបានទាន់ពេលបាទអញ្ចឹងខ្ញុំស្គាល់គាត់ពេលរយៈពេលរហូតដល់គាត់មកដល់សហរដ្ឋអាមេរិកចឹងឥឡូវយើងបកទៅខាងឥឡូវយើងនិយាយពីមកដល់សហរដ្ឋអាមេរិកនៅពេលដែលគាត់មកដល់សហរដ្ឋអាមេរិកគាត់ប្រកាសដែរថាគាត់មកនេះគឺគាត់មកលេងជាលក្ខណៈគ្រួសារបងប្អូនក្មួយរបស់គាត់ក៏ធានាគាត់មកជាលក្ខណៈគ្រួសារក៏ដូចជាធានាគាត់មកជាលក្ខណៈក្រុមអញ្ចឹងណាអញ្ចឹងមិនមែនលោកថាក់សីហាជាអ្នកធានាគាត់ទេអញ្ចឹងណាបាទអត់ទេខ្ញុំមិនមែនជាអ្នកធានាទេហើយគាត់ក៏បានផុស Facebook ដែរថាប្អូនរបស់គាត់ប្អូនចរូនមួយរបស់គាត់ដែលរស់នៅVirginia ដែលជាទាហានសហរដ្ឋអាមេរិកផងដែរគឺគាត់ retire ហើយឥឡូវនេះបាទគឺគាត់ធានាមកទាំងគ្រួសារតែម្ដងបាទគាត់មកគឺគាត់មកក្នុងនាមជាអ្នកជាដើរលេងទេមិនមែនក្នុងនាមអ្វីទាំងអស់ប៉ុន្តែដល់ពេលគាត់មកហ្នឹងក៏គាត់ចាប់ដើមឃើញរឿងអង្គអីចឹងទៅជាមួយនឹងក្មួយគាត់ចាប់ដើមធ្វើកិច្ចការរឿងអង្គភាសាគាត់ជាអ្នកសារព័ត៌មានស្រាប់អញ្ចឹងទៅគឺគាត់ក៏ធ្វើកិច្ចការរឿងយកនាំអង្គចូលទៅក្នុងប្រទេសអាមេរិកដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរយើងឲ្យមានការងារធ្វើហើយក៏ឲ្យតម្លៃឲ្យយើងក៏មានមោទនភាពដែរបើគាត់ធ្វើបានណាអញ្ចឹងក៏ធ្លាក់ដល់នឹងទៅអញ្ចឹងខ្ញុំបកមកវិញទៅកន្លែងថានៅពេលដែលគាត់នៅមកដល់អាមេរិកសហរដ្ឋអាមេរិកគាត់ក៏បានទេមកខ្ញុំណាគាត់បានទេមកខ្ញុំថាសេហាបងនឹងទៅដល់ North Carolina ហើយគឺបងទៅដល់ហ្នឹងគឺបងទៅដើរលេងទី1ទី2គឺបងទៅហ្នឹងគឺដើម្បីទៅរកគេហៅអ្នកដែលគេថាកន្លែងដែលទិញអង្គគឺគាត់ត្រូវអតិថិជនដែលតំបន់ធំដូចជា Costco ដូចជា Walmart ដូចជា Sam's Club អីចឹងទៅកន្លែង seafood កន្លែង low food អីចឹងទៅអញ្ចឹងដើម្បីគាត់រកកន្លែងតំណែងមកហើយតើល្អតើបងបើសិនជាបងអាចមកនៅកន្លែងបានបងអាចមកលេងផ្ទះខ្ញុំបានក៏ល្អដែរគាត់ថាអូខេល្អដែរគឺគាត់ចង់ចូលមកលេងផ្ទះខ្ញុំផងអញ្ចឹងបើគាត់សុំស្នាក់នៅ2ថ្ងៃបានអត់ក៏សួរខ្ញុំអញ្ចឹងខ្ញុំថាបងអត់អីទេបងបើព្រោះថ្ងៃហ្នឹងក៏ខ្ញុំឈប់ដែរអញ្ចឹងបងឯងមកស្នាក់នៅក៏អីទេប៉ុន្តែខ្ញុំសូមបងមួយម៉ាត់ទៅខ្ញុំសូមបងឲ្យក្រុមការងារណាកុំឲ្យមានការថតរូបអីតែបើថតរូបទៅបងឲ្យដឹងស្រាប់ហើយគេចោទថាខ្ញុំនឹងជាគណៈបកប្រជាជនលក់ក្បាលលក់អីពេញនឹងឡើយអញ្ចឹងមិនឲ្យមានបញ្ហាកន្លែងទេហើយខ្ញុំមិនចង់ឲ្យមានបញ្ហាហើយខ្ញុំមិនខ្លាចទេអ្វីដែលគេចោទខ្ញុំអត់ខ្លាចខ្ញុំត្រៀមខ្លួនជាស្រេចយើងធ្វើកិច្ចការក្នុងសង្គមក៏ដូចជាខ្ញុំមិនមែនអ្នកនយោបាយទេខ្ញុំចង់ប្រាប់ថាខ្ញុំគឺជាអ្នកប្រជាធិបតេយ្យអ្នកដែលឃើញខុសថាខុសអ្នកដែលឃើញត្រូវថាត្រូវហើយខ្ញុំមិនមែនជាអ្នកផ្ដួលរំលំរដ្ឋាភិបាលទេគឺខ្ញុំចង់ឲ្យកែតម្រូវរដ្ឋាភិបាលគឺឲ្យគាត់នឹងគឺរីកចម្រើនធ្វើឲ្យប្រទេសជាតិរីកចម្រើនតែប៉ុណ្្នឹងទេអញ្ចឹងណាបងអញ្ចឹងគឺខ្ញុំជាអ្នកប្រជាធិបតេយ្យឃើញខុសថាខុសឃើញត្រូវថាត្រូវហ្នឹងអញ្ចឹងក៏บอกវិញគឺគាត់ថាអញ្ចឹងគាត់សុំស្នាក់នៅ2ថ្ងៃខ្ញុំថាអូខេបងបើសិនតែបងស្នាក់នៅ2ថ្ងៃអត់អីទេតែខ្ញុំសូមកុំឲ្យថតរូបអត់មានបញ្ហាដូចអ្វីដែលខ្ញុំបាននិយាយលើកឡើងគាត់ថាអូខេគាត់យល់ព្រមព្រោះគាត់មកក៏មិនចង់ថតរូបអីដែរគឺគាត់មកដើរលេងហើយគាត់មកធ្វើ business ផងអញ្ចឹងក៏គាត់មកទៅយើងក៏ញ៉ាំយើងទទួលគាត់អាហារពីរពេលក្នុងថ្ងៃយើងទៅហើយគាត់ដល់ពេលយើងទទួលអាហារហើយគាត់ចេញដំណើរទៅហើយខ្ញុំពេលខ្លះខ្ញុំជូនគាត់ទៅ Costco ទៅ Walmart អីណាពេលខ្លះក៏យកបានទៅដែរព្រោះខ្ញុំក៏រវល់ដែរអញ្ចឹងគាត់គ្នាគាត់ក៏ដាក់ GPS ក៏ទៅអញ្ចឹងគាត់ទៅនៅពេលដែលថ្ងៃសៅរ៍យើងក៏បាននាំគាត់ទៅវត្តអីចឹងទៅថតរូបរឿងករឿងអីស្គាល់វត្ត Greensboro ចឹងទៅហើយគាត់ក៏បានសរសើររឿងថាវត្តរឿងល្អអីចឹងទៅហើយក៏ចូលមើលដល់ office ពួកខ្ញុំនៅ Greensboro ផងដែរណាហើយខ្ញុំក៏ណែនាំគាត់ចឹងថាអ្វីយើងធ្វើបានខ្លះនៅក្នុង North Carolina យើងនេះហើយយើងគាត់តែប៉ុណ្្នឹងទេហើយបន្តទៀតថ្ងៃសៅរ៍បន្ទាប់ពីថ្ងៃសៅរ៍មកគឺគាត់ទៅត្រឡប់ទៅវិញហ្នឹងនៅថ្ងៃសៅរ៍ពេលយប់ឡើងគឺគាត់ត្រឡប់វិញអញ្ចឹងគាត់ចូលទៅកាហ្វេដល់ពេលគាត់ចូលទៅកាហ្វេហ្នឹងគឺគាត់បានហូបកាហ្វេហើយគាត់បានក្រុមការងាររបស់គាត់ថតហើយគឺគាត់ផុតដាក់ location check in location បាទគឺឃើញប្អូនផាណាហើយប្អូនរទ្ធីហើយនិងប្អូនប្អូនគង់រយ៉ាគង់រយៈ3អ្នកគាត់ check in ទៅគាត់ក៏ទៅដល់គាត់ទៅគាត់ឃើញអញ្ចឹងណាហើយគាត់ខលដែរគាត់ខលថាបងសិហាឥឡូវហ្នឹងឃើញផាណាគាត់ខលខ្ញុំថាបងសិហាឥឡូវនេះឃើញខាងបងសយភាពបងឯងមកខ្ញុំមើលចង់សួរគាត់តិចមើលតើគាត់យល់យ៉ាងណាដែរនៅសហរដ្ឋអាមេរិកគាត់ឌីលខ្ញុំថាពួកក្រុមឧទានអីអញ្ចឹងណាឥឡូវដល់គាត់ទៅមកសួរផ្ទាល់មើលហើយខ្ញុំក៏ទៅអត់ទាន់ទេពេលហ្នឹងហើយអញ្ចឹងទៅគាត់ទៅបាត់បងសយភាពគាត់ទៅបាត់ហ្នឹងណា
គាត់បាទទៅបាត់អីគាត់ទៅហ្នឹងគឺគាត់ទៅសម្ភាសអីគេផ្សេងរឿងកិច្ចការគាត់ទៅអញ្ចឹងក៏ខ្ញុំមកដល់ជាមួយក្រុមការងារខ្ញុំម្នាក់ទៀតហើយខ្ញុំបាននិយាយមកគាត់ចែកគ្នាទៅហើយដល់ពេលទៅគាត់គង់រយៈថាបងទីមួយពួកខ្ញុំចង់ជួបជាមួយគាត់ទីពីរក៏ខ្ញុំចង់អរគុណគាត់ដែរតែគាត់មកហ្នឹងគឺគាត់យកអង្គជួយផ្សព្វផ្សាយអង្គយើងហ្នឹងអឺអឺទៅតាមទៅតាមតំបន់នីមួយៗអញ្ចឹងណាគាត់ក៏ចង់អរគុណដែរខ្ញុំថាអូល្អតាអញ្ចឹងអូខេបងអាចទៅបានព្រោះបងមានការតំណែងគាត់តែអញ្ចឹងគាត់ខ្ញុំទៅអញ្ចឹងគាត់ត្រឡប់មកវិញណាគាត់ត្រឡប់វិញខ្ញុំប្រាប់ទៅបងឥឡូវខាងបណ្ណាខាងសទ្ធីហើយនឹងខាងកងរាជអាហ្នឹងគឺគាត់ចង់ជួបបងឯងហើយសួរសុខទុក្ខហ្នឹងហើយបងហ៊ានមកអត់ខ្ញុំសួរទៀតណាបងហ្នឹងហើយសើ3នាក់គាត់ជាមេកងមេខាងមេតបបងមេតបប្រចាំដល់ចិត្តឡាព្រោះខ្ញុំស្គាល់គាត់ច្បាស់ណាស់គឺគាត់ខាងប្រឆាំងហើយគាត់ការពារសិទ្ធិសេរីភាពហើយពេលដែរជារឿងរបស់គាត់អាហ្នឹងបងណាហើយខ្ញុំគិតថាក្នុងនាមជាខ្មែរហើយគាត់មកដល់នេះហើយបើយើងជាម្ចាស់ផ្ទះយើងស្វាគមន៍ខ្ញុំអត់មានបញ្ហាកើតឡើងទេអញ្ចឹងខ្ញុំគាត់ក៏ព្រមថាអូយ៉ាអត់អីទេបងរឿងនិយាយគ្នាមានអីគាត់និយាយគ្នាធម្មតាប៉ុន្តែគាត់សុំមិនឲ្យថតរូបដែរគាត់និយាយមុនពេលគាត់មកដល់គាត់មកហើយយើងនិយាយគ្នាលេងទៅហើយបណ្ណាអីគាត់និយាយគ្នាសួរសុខទុក្ខគ្នាហើយក៏យើងក៏មានខ្លែមពាក្យស្ដីតិចតួចដែរថាសួរអញ្ចឹងទៅក៏ខ្ញុំថាឥឡូវចេះទៅគាត់ក៏សុំដែរបងសោយភាពគាត់ថាអូយគាត់មកនេះគឺគាត់មកលេងទេមិនមែនគាត់មកក្នុងដំណាក់គណៈបកអីទេគាត់គឺជាអ្នកខ្សែការពិតមែនហើយគាត់មកគឺដើម្បីយកគឺដើម្បីផ្សព្វផ្សាយអង្គខ្មែរយើងទៅដល់ពិភពលោកទៅសហរដ្ឋអាមេរិកឲ្យគ្រប់ឲ្យដឹងហើយនឹងស្ថាប័នផ្សេងៗណាបងដើម្បីឲ្យគេយល់ពីអង្គរបស់យើងហើយអង្គយើងហ្នឹងមកខែណាអញ្ចឹងដើម្បីយើងរកកន្លែងដាក់ឲ្យពេលអង្គយើងមកយើងមានកន្លែងទៅបណ្ដោយអញ្ចឹងណាបងយ៉ាអញ្ចឹងទៅក៏យើងនិយាយធម្មតាអីទាំងអត់ទៅហើយក៏ខ្ញុំមើលទៅរៀងនិយាយថាវា good ហើយដល់ពេលខាងក្រោយរៀងតឹងតែងតិចខ្ញុំថាអូខេឥឡូវចេះទៅបងឯងប្រញាប់ទៅមុនចោះណែបងឯងប្រញាប់ទៅមុនចោះទុកខ្ញុំនៅនឹងជាមួយបងប្អូនគាត់ថាអូខ្ញុំបាយអញ្ចឹងចាប់ដៃគ្នាអញ្ចឹងទៅលាគ្នាទៅដល់លេងគ្នាទៅក៏អត់មានអីកើតឡើងទេអត់មានកើតឡើងទេប៉ុន្តែការគេងនៅផ្ទះខ្ញុំពីរយប់ហ្នឹងគឺពេលហ្នឹងគឺខ្ញុំប្រាប់គាត់ដែរថាហើយបងសោយពេលក៏គាត់និយាយដែរគាត់ថាគាត់បានគេងតែស្រាប់2 ថ្ងៃនៅពេលហ្នឹងហាដែលបណ្ណាហើយនឹងកងរាយាហើយនឹងសិទ្ធិហ្នឹងគឺគេថាអូនៅបើតែបងស្រាប់2 ថ្ងៃហើយមិនបងស្រាប់ប្រាប់ខ្ញុំហើយក៏អត់និយាយអញ្ចឹងទៅណាហើយខ្ញុំថាបងអូនខ្ញុំប្រាប់គាត់ដែរការពិតក៏ឆ្ងល់មែនតែបងអូនបើបងប្រាប់ខ្លួនឯងណាហើយអូនឯងយល់ច្រឡំអីញ៉ៃមានបញ្ហាតែទី1ទី2ទៀតនេះគឺជា personal បងនេះគឺជា personal គេមកលេងគេមកធ្វើដើម្បីកិច្ចការប្រទេសជាតិរឿងយកអង្គមកប្រទេសដើរមកផ្សព្វផ្សាយអង្គរឿងអីហ្នឹងយើងទៅប្រាប់អូនឯងហើយបងចាំបាច់ដើរទៅប្រាប់ឯងខប្រាប់អូនឯងតែជម្រាបអូនឯងមិនត្រូវគាត់ថាអូនឯងបងអាហ្នឹងគាត់ចង់ចង់ដឹងតែប៉ុណ្្នឹងទេហើយយើងក៏និយាយគ្នាលេងនិយាយអស់ទៅយើងទៅបាត់ទៅហើយដល់ពេលបន្តមកទៀត2-3 ម៉ោងក្រោយមកឃើញបងខ្ញុំមិនចង់និយាយឈ្មោះគាត់ទេតែអ្នកណាក៏ស្គាល់គាត់គឺបងស្រីសខុមគឺគាត់ឥឡូវយើងចេះចំបន្តិចទៅព្រោះគាត់ជេរខ្ញុំដល់គ្រួសារអីចឹងទៅហើយខ្ញុំថាខ្ញុំមិនតបគាត់ទេព្រោះគាត់មានបញ្ហាអញ្ចឹងយើងមិនតង់តបទេវាអត់ប្រយោជន៍វាអត់ពេលវេលាប៉ុន្តែដល់ពេលខ្ញុំឃើញជាលក្ខណៈប្រព័ន្ធឡើយចេញមកវាជាលក្ខណៈប្រព័ន្ធទៅអូស្ត្រាលីនៅកាណាដានៅកូរ៉េនៅជប៉ុនអីចេញមកខ្ញុំថាអូមិនអត់កើតទេបើខ្ញុំមិនចេញបកស្រាយទេនឹងមានបញ្ហាកើតឡើងអញ្ចឹងខ្ញុំជម្រាបថាខ្ញុំមិនមែនជាគណៈបកគណៈបកប្រជាជនឬក៏មិនមែនជាគណៈបកប្រឆាំងទេខ្ញុំគឺជាអ្នកប្រជាធិបតេយ្យហើយខ្ញុំគឺជាអ្នកដែលជួយក្នុងសង្គមអ្នកណាធ្វើត្រូវខ្ញុំគ្រប់គ្រងអ្នកណាធ្វើខុសខ្ញុំអត់គ្រប់គ្រងទេអ្នកណាធ្វើអ្វីក៏ដោយឲ្យតែចំណេញដល់ជាតិគឺខ្ញុំគ្រប់គ្រង100%ខ្ញុំហើយនឹងខ្ញុំនឹងប្រមូលក្រុមរបស់ខ្ញុំនឹងជួយអស់ពីទំហំអរគុណលោកសីហាដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីសាវតាតាមពិតរឿងនេះគឺខ្ញុំសួរដំបូងតកតងនឹងការដែលអ្នកណាធានាគាត់មកនេះមែនតើទៅសំណួរនេះក៏មិនចាំបាច់សួរដែរទេព្រោះនៅអាមេរិកនេះមិនចំពោះថាលោកសីហាធានាឬអ្នកណាធានាវាអត់មានសំខាន់នៃថាពួកគាត់មកហ្នឹងគឺសំខាន់អ្នកណាអាមេរិកគេឲ្យមកបានឬអត់យ៉ាងម៉េចអាហ្នឹងគឺជារឿងទូតរបស់អាមេរិកចឹងណាតែឥឡូវយ៉ាងហោចណាស់ក៏បានដឹងថាក្រុមគ្រួសារគាត់ជាអ្នកធានាគាត់មកហើយគាត់មកមិនមែនតំណាងឲ្យរដ្ឋាភិបាលទេគឺគាត់មកលេងក្រុមគ្រួសារគាត់ជាលក្ខណៈឯកជនក៏ប៉ុន្តែលោកសីហាមានប្រសាសន៍មិញថាដោយសារតែធ្លាប់ជាប់មាត់ជាប់កជាមួយគ្នាឬក៏ថាជាប់សម្ដីពឹងពាក់គ្នានៅក្នុងការដែលរឿងលោក Alfaro ទៅប្រទេសកម្ពុជារឿងយកព័ត៌មានហ្នឹងនៅប្រទេសកម្ពុជាខ្ញុំវិលទៅក្រោយបន្តិចហើយខ្ញុំនឹងវិលមកខាងនេះវិញនៅប្រទេសកម្ពុជា
មនុស្សច្រើនដែរដែលធ្វើកិច្ចការងារសារព័ត៌មានអីហ្នឹងហេតុអីបានជាលោកសីហាទុកចិត្តទៅលើលោកសោយសុភាពជាងគេនៅក្នុងការអាចភ្ជាប់ទំនាក់ទំនងដើម្បីអាចអឺអឺគ្រប់គ្រងឬក៏តាក់ទងជាមួយអ្នកធំនៅស្រុកខ្មែរឬក៏អាជ្ញាធរមូលដ្ឋាននេះដើម្បីសម្រួលនៅក្នុងកិច្ចការងារដែលលោកសីហាគិតថាអាចជួយតបតទៅនឹងថៃបាននោះបាទដូចបានជម្រាបពីមុនចឹងនៅពេលនោះគឺលោកបងសយសុភាពហ្នឹងគឺគាត់បានប្រកាសមុនគេទាំងអស់ហើយឬក៏សម្ភាសជាមួយនឹងដូចជាកតកសែតមួយផងគាត់បាននិយាយអំពីរឿង highway នៅស្រុកខ្មែរយើងមាន highway មួយគឺរដ្ឋាភិបាលដូរឈ្មោះ highway ទៅជា highway Donald Trump គឺគាត់ជាអ្នកឡើងនិយាយមុនគេទាំងអស់ចឹងអូហើយខេបើយកទំនាក់ទំនងទៅខាងគាត់ទៅឲ្យទៅខាងគាត់ដើម្បីឲ្យពួកខាងអាហ្វារ៉ូហ្នឹងគឺចោះទៅសម្ភាសគាត់តែម្ដងហើយយល់ហើយនាំតសូទៀតបាទគម្រោងដើមហ្នឹងគឺមែនតែនទៅមិនមែនទៅដើម្បីថាទៅនិយាយអំពីរឿងថៃឈ្លានពានអីទេគឺថាយើងនិយាយដំបូងពីគម្រោង highway ដែលមានឈ្មោះលោកត្រាំអីចឹងទៅហើយក៏មានលោកសោយសុភាពនៅក្នុងហ្នឹងចឹងក៏ចិត្តតែភ្ជាប់ទំនាក់ទំនងរហូតតតែទៅជាយកព័ត៌មានយកអីទៀតទៅហើយចឹងបានជាលោកសីហាហ្នឹងចាប់ផ្ដើមស្គាល់លោកសោយសុភាពហ្នឹងពីពេលនោះមកមិនមែនស្គាល់ពីមុនហ្នឹងទៀតទេចឹងមិនបានន័យថាបាទការស្គាល់គ្នាហ្នឹងខ្លីមែនតើខ្លីទុកចិត្តលោកសោយសុភាពប៉ុណ្ណាទៅទើបស្គាល់គ្នាបាន3ខែហើយនរណាមិនស្គាល់លោកសោយសុភាពថាធ្វើកិច្ចការងារផ្សាយព័ត៌មានលំអៀងទៅខាងគណៈបកប្រជាជននិងរដ្ឋាភិបាលខ្លាំងមែនតើខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋនៅស្រុកអាមេរិកនេះភាគច្រើនគាត់មានសមានចិត្តដែលស្អប់ខ្ពើមការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យដល់ពេលឃើញលោកសោយសុភាពគាត់ផ្សាយព័ត៌មានហាក់បីដូចជានិន្នាការនឹងគ្រប់គ្រងរដ្ឋាភិបាលឬគណៈបកប្រជាជនខ្លាំងបានន័យថាគាត់គិតថាលោកសោយសុភាពគឺជាសកម្មជនសកម្មរបស់គណៈបកប្រជាជនបានជាគាត់ផ្សាយមាននិន្នាការរៀងវាយប្រហារទៅគណៈបកប្រឆាំងហើយជា logic ទេធម្មតាគណៈបកប្រឆាំងបានប្រកាន់គោលការណ៍របស់ខ្លួនហើយថាខ្លួនជាជនរងគ្រោះនៅពេលដែលជនរងគ្រោះកំពុងតែលង់ទឹកបែរជាអត់មានអ្នកបោះពងដើម្បីឲ្យគាត់ហែលហើយមានអ្នកជួយធាក់ឲ្យលិចទៅឆ្លក់ទឹកថែមទៀតដូច្នេះគាត់ចាប់ផ្ដើមខឹងគាត់ចាប់ផ្ដើមមើលមនុស្សដែរថានៅក្នុងគ្រាក្រស្រីល្អនៅឯណាមិនព្រមជួយគ្នាសោះហើយដល់ពេលមានបញ្ហាគាត់ចាប់ផ្ដើមរកឱកាសមួយដើម្បីអាចថាជាការសងសឹកឬក៏ជាការដែលផ្ចាញ់ផ្ចាលទៅវិញផងតបតទៅហើយមិនសบายចិត្តហើយដល់ពេលយើងទាំងអស់ក៏ដឹងហើយលោកសេហាក៏ជាមនុស្សសកម្មនៅក្នុងគណៈបកប្រឆាំងដ៏ស្រួចស្រាលដែរបេះដូងហ្នឹងគឺហាក់បីដូចជាមិនស្របជាមួយនឹងរដ្ឋាភិបាលទេចុះហេតុអីបានស្គាល់គ្នាត្រឹមតែ3ខែសោះមើល2ខែមិនមែន3ខែទេខែ7 8 9 10 11 12វា5ខែដែរបើយើងគិតទៅណាមកដល់ពេលហ្នឹងហើយហេតុអីក៏ស្និទ្ធស្នាលរហូតដល់អាចថាអញ្ជើញលោកសោយសុភាពផ្ដល់កន្លែងឲ្យគាត់ស្នាក់នៅក្នុងផ្ទះខ្លួនឯងហើយដឹងខ្លួនទៀតថាបើមកគឺមានពលទុកអត់ចង់ហ៊ានប្រាប់មន្ត្រីគណៈបកប្រឆាំងផងចុងក្រោយគេនៅតែដឹងរឿងហ្នឹងហេតុអីបានជាលោកយកទុកមកដាក់នៅក្នុងខ្លួនបែបនេះរឿងហ្នឹងវាសំខាន់ប៉ុណ្ណាទៅត្រូវតែអនុញ្ញាតឲ្យលោកសោយសុភាពស្នាក់នៅផ្ទះរបស់លោកនោះបាទបាទដូចខ្ញុំនិយាយចឹងខ្ញុំមិនមែនជាគណៈបកនយោបាយខ្ញុំមិនមែនជាបកប្រឆាំងហើយក៏ខ្ញុំក៏មិនមែនជាគណៈបកប្រជាជនដែរគឺខ្ញុំគឺជាបុគ្គលម្នាក់គឺជាមនុស្សម្នាក់ហើយក៏ដូចជាជនជាតិខ្មែរម្នាក់ដែរអញ្ចឹងក្នុងនាមខ្ញុំជាបុគ្គលហើយនឹងជាជនជាតិខ្មែរម្នាក់ដែលឃើញបងសោយសុភាពគឺគាត់ខំប្រឹងណាស់ដើម្បីប្រទេសជាតិយើងខ្ញុំអត់មានមើលរឿងនេះនឹងការទេគាត់ធ្វើអ្វីជារឿងរបស់គាត់វាយប្រហារនរណាគឺជារឿងរបស់គាត់ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគាត់ហ្នឹងគឺក៏កំពុងតែជួយប្រទេសជាតិខ្មែរយើងនៅពេលដែលខ្មែរយើងហើយនិងថៃកំពុងតែមានសង្គ្រាមជាមួយគ្នាអញ្ចឹងខ្ញុំផ្ដោតអារម្មណ៍ទៅលើហ្នឹងហើយខ្ញុំបានវិនិច្ឆ័យភាសាជាមួយគាត់ក៏ធ្វើការជាមួយគាត់ក៏ខ្ញុំធ្វើការរឿងសំទោសជជែកជាមួយលោកសោយចាសុភាពលោកសោយសុភាពបានប្រាប់ចាលោកយ៉ាងម៉េចខ្លះអំពីនិន្នាការគាត់ជាមួយគណៈបកប្រជាជនគាត់មិនមែនជាសកម្មជនឬសមាជិករបស់គណៈបកប្រជាជនទេមិនអញ្ចឹងអញ្ចឹងបាទចាំលើ បាទអូខេបានន័យថាខ្ញុំដឹងថាគាត់ជាគណៈបព្វគាត់មិនមែនបានន័យថាអ្នកទាំងអស់គ្នាមើលគាត់ថាគាត់ជាគណៈបព្វជិជនការពិតគាត់គឺជាអ្នកខ្សែទេប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ទោះជាគាត់ជាគណៈបព្វជិជនក៏ខ្ញុំអត់ខ្វល់ទេអ្វីដែលខ្ញុំខ្វល់នោះគឺគាត់ជាមនុស្សម្នាក់ជាជនជាតិខ្មែរដូចគ្នាហើយក្នុងពេលនោះគឺគាត់កំពុងការពារជាតិកំពុងចូលរួមជាមួយគ្នាក្នុងនាមជាខ្មែរចូលរួមការពារបូរណភាពទឹកដីរបស់យើងរវាងថៃជាមួយនឹងខ្មែរ
បាទអញ្ចឹងហើយខ្ញុំក៏ភាសាមកគាត់ក៏ភាសាតែរឿងព្រំដែនដូចគ្នាហើយនៅពេលដែលគាត់មកហ្នឹងក៏ខ្ញុំគិតថាក្នុងនាមយើងជាខ្មែរដូចគ្នាហើយខ្ញុំក៏បានធ្វើការជាមួយគាត់ហើយខ្ញុំក៏បានស្នើសុំគាត់ហើយគាត់ក៏បានជួយសម្របសម្រួលខ្ញុំនៅពេលអាហ្វាល់ក៏ចុះទៅអញ្ចឹងការដែលធ្វើអញ្ចឹងគឺក៏ជាអ្នកការមានគុណមួយដែរដែលលើជាតិយើងក៏ដូចជាខ្ញុំមួយយផងដែរល់ហើយអញ្ចឹងខ្ញុំបាទកាត់លោកសេហានតិចចឹងបានន័យថាអ្វីដែលទទួលលោកសោយសុភាពនេះគឺដោយសារតែជាការដូចជាតបស្នងសមានចិត្តរបស់គ្រួសារលោកសីហាហ្នឹងទៅអ្វីដែលគាត់ជួយសម្រួលនៅពេលដែលឲ្យលោកអាល់ហ្វារ៉ូបានចុះទៅយកព័ត៌មានដើម្បីទប់ជាមួយថៃអីចឹងដែរនៅក្នុងនេះអញ្ចឹងណាបាទហើយអូខេអឺបាទនៅពេលដែលគាត់មកនេះគឺយើងអត់បាននិយាយអ្វីទាំងអស់ហឹមហឹមអត់បាននិយាយរឿងគណៈបកនយោបាយទេដោយសារគាត់ដឹងថាខ្ញុំជាជាជាអ្នកប្រជាធិបតេយ្យហើយខ្ញុំក៏បាននិយាយដែរថាយើងមកនេះក្នុងនាមយើងជាខ្មែរដូចគ្នាណាបងហើយក្នុងនាមគាត់ដែលមកនេះគឺរឿង business ហើយរឿង personal អញ្ចឹងយើងអត់លោកឡំជាមួយនយោបាយទេអានេះហើយអញ្ចឹងទៅក៏យើងអាចនឹងនិយាយគ្នាបានហើយយើងក៏អាចធ្វើការជាមួយគ្នាបានដែរប៉ុន្តែក្នុងពេលដែលធ្វើការvớiគ្នាមិនមែនធ្វើការជាមួយនឹងចូលគណៈបកអីទេគឺធ្វើការដូចតែជួយគាត់ក្នុងការដើររកន្លែងដើម្បីធ្វើម៉េចពេលដង្កមកពីស្រុកខ្មែរមកនោះគឺមានកន្លែងដែលគេទទួលយកយើងប្រមាណអញ្ចឹងទៅបាទហ្នឹងហើយដែលខ្ញុំជួយសម្របបាទ សម្រួលគាត់នៅពេលដែលគាត់មកដល់ North Carolina មានតែប៉ុណ្្នឹងបាទអឺលោកសីហាចេះបាននៅNorth Carolina ប៉ះចំសម្បុករបស់សកម្មជនគណៈបកប្រឆាំងយ៉ាងឆ្នើមនៅម្ដុំហ្នឹងមានលោកផនផាណាមានលោកសទ្ធីមានលោកគង់រាយាហើយនឹងលោកសខុមផងនៅក្នុងហ្នឹងដែលមើលទៅគាត់ក្លាហានគាត់អីច្រើនហើយនៅក្នុងនេះខ្ញុំមិនចំពោះខ្ញុំអត់សូវភ្ញាក់ផ្អើលប្រហែលត្រង់ថាខាងគណៈបកប្រឆាំងគាត់បារម្ភនៅពេលដែលបញ្ហាអនុក្នុងបញ្ហាជាគិញរបស់គេបញ្ហាបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈបកប្រឆាំងនឹងវាដូចថាវាកើតឡើងញឹកញាប់តិចទៅយើងឃើញលោកហ៊ុនសែនមកថ្លែងសារលួចស្ដាប់តិចទៅមានជនបង្កប់គេនៅនេះតិចទៅមានអ្នកនេះគេឲ្យទៅកំចាយអ្នកនេះនៅនោះអីចឹងទៅខ្ញុំជឿថាជំងឺ paranoid ហ្នឹងវាអាចឬក៏អាចថាជាការបង្ការពារខ្លួនចង់ជាប្រតិកម្មបែបធម្មជាតិដែរនៅពេលដែលការពារក្រុមពួកគាត់កុំឲ្យបែកបាក់សាមគ្គីគ្នាឬក៏កុំឲ្យអាចលុះក្រោមឥទ្ធិពលនៃការទិញអីអញ្ចឹងហើយណាមួយខ្ញុំជឿថានៅពេលដែលឃើញលោកសីហាដែលជាមនុស្សមានគេទទួលដូចថាមានប្រជាប្រិយគ្រាន់បើនៅតំបន់ភាគខាងកើតនឹងផងហើយដល់ពេលទៅទទួលស្វាគមន៍លោកសោយសុភាពអាចជាការសោកស្ដាយរបស់ពួកគាត់ដែលថាទេលោកសីហាជាអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងដ៏ស្រួចស្រាលយ៉ាងនេះហើយតែឥឡូវនេះស្រាប់តែទៅស្និទ្ធស្នាលជាមួយលោកសោយសុភាពតិចបាត់ទៅខាងគណៈបកគេទៀតទៅបើទោះបីជាលោកបានបកស្រាយថាលោកសោយសុភាពមិនមែនជាសមាជិករបស់គណៈបកប្រជាជនជាអ្នកកសែតក៏ដោយប៉ុន្តែគាត់ហាក់បីដូចជាគ្រប់គ្រងរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចច្រើនពេកទៅធ្វើឲ្យប្រជាពលរដ្ឋចេះតែគិតថាគាត់ជាសកម្មជនរបស់គណៈបកកណ្ដាលអំណាចច្រើនជាងអ្នកកសែតនៅកណ្ដាលចារឿងនេះបើតាមខ្ញុំគិតវាជារឿងបារម្ភរបស់ខាងគណៈបកប្រឆាំងហើយនៅពេលដែលបារម្ភគាត់ខ្លាចរឿងហ្នឹងវាស៊ីរូងផ្ទៃក្នុងយូរទៅគាត់ចង់ផ្សាយព័ត៌មានហ្នឹងឲ្យហើយដើម្បីវែកមុខឲ្យដឹងថាលោកថាច់សីហាហ្នឹងជានរណាឲ្យប្រកាសអញ្ចឹងម៉ោងនេះគឺខាងក្រុមគណៈបកប្រឆាំងដែលខ្ញុំស្ដាប់សាររបស់ប្អូនម្នាក់នៅកូរ៉េនៅជប៉ុនស្ដាប់លោកសេរីសខុមស្ដាប់អ្នកផ្សេងទៀតដែលនិយាយវាយប្រហារលោកថាច់សីហាហ្នឹងគឺទាំងអស់គ្នាយល់ស្របថាលោកថាច់សីហាត្រូវបានគេទាញយកទៅបាត់ទៅហើយដោយសារតែស្និទ្ធស្នាលជាមួយនឹងលោកសោយសុភាពរឿងនេះគឺជាតកតងនឹងគេខ្លាចដែលថាទៅឲ្យដូចថាអ្នកដែលនៅស្រុកអាមេរិកជួយសម្របសម្រួលឲ្យខាងអ្នកនៅស្រុកខ្មែរជាពិសេសអ្នកគ្រប់គ្រងរដ្ឋាភិបាលនឹងអាចមានឱកាសមកដូចថាដើរនៅស្រុកអាមេរិកហើយមានអ្នកដែលដឹងច្បាប់ដឹងទម្លាប់ហើយជួយអីច្រើនទៀតទៅខ្ញុំជឿថានេះជាការបារម្ភបែបធម្មជាតិទេបារម្ភហ្នឹងគឺឧទាហរណ៍ថាឥឡូវគាត់មកជួយគ្រប់គ្រងអង្គមកពីខ្មែរលោកសីហាបង្ហាញបេះដូងធំណាថាបើបានអង្គខ្មែរមកយើងជួយគ្នាមិនអញ្ចឹងឯងដើម្បីឲ្យមានទីផ្សារប៉ុន្តែបងប្អូនខ្មែរនៅអាមេរិកយល់មួយយ៉ាងចំណុចមួយដែលខ្ញុំស្រាវជ្រាវច្រើនឆ្នាំហើយខ្ញុំនៅគ្រប់សហគមន៍ពី East Coast មកដល់នេះហ្នឹងគឺផ្នែកគំនិតរបស់គាត់ជួយឲ្យខ្មែរក៏ប៉ុន្តែឲ្យតែលឺថាអង្គឬក៏ផលិតផលហ្នឹងមកដាក់លក់ទីផ្សារនាំដោយអ្នកដែលជាអ្នកមាននិន្នាការជាមួយគណៈបកកណ្ដាលអំណាចគឺគាត់សុកចិត្តដើរជិះ store ហើយខ្ញុំបាននិយាយរឿងនេះប្រាប់បងប្អូនច្រើនហើយខ្ញុំថា
ពេលខ្លះវាពិបាកនឹងទៅប្រាប់ចិត្តហាមចិត្តគាត់ដែរដោយសារអីគាត់ចង់គ្រប់គ្រងផលិតផលខ្មែរប៉ុន្តែបើដឹងបានពីអង្គការពីមហាមន្ត្រីពីអ្នកដែលគ្រប់គ្រងគណៈបកការអំណាចគាត់ហាក់បីដូចជាអ្វីដែលយើងកំពុងពហិការផលិតផលថៃអញ្ចឹងលោកសេហាឃើញគេពហិការផលិតផលថៃហ្នឹងមិនអញ្ចឹងមិនចំពោះថាមីម៉ាមិនចំពោះអីក៏ដោយអ្នកឯងផលិតដោយលោកសង្ឃនៅវត្តណាក៏ដោយអត់ខ្វល់ទេគឺថារបស់ហ្នឹងគឺជាឈាមសម្រាប់ទាហានខ្មែរគឺយើងត្រូវតែជន់ចោលឃើញយើងអត់អាចទទួលយកបានបើទោះបីជាក្រុមហ៊ុននឹងគេស្អាតស្អំគេធ្លាប់បរិច្ចាគជួយយើងពីកន្លងមកសាលារៀនមន្ទីរពេទ្យអីគឺយើងអត់អាចទទួលយកបានដោយសារអីយើងគិតថាវាប្រឡាក់ប្រឡូសជាមួយនឹងការស្លាប់របស់ទាហានខ្មែរយើងដូចគ្នាបងប្អូនខ្មែរយើងចេះតែគិតថាចុះបើយើងជួយយកអង្គមកយកមកដាក់លក់ហើយអង្គហ្នឹងនាំដោយលោកសោយសុភាពឧទាហរណ៍ណាអញ្ចឹងពួកគាត់ចេះតែមានផ្នត់កំណត់ថាអញ្ចឹងជួយលើកស្ទួយទៅពួកគាត់បានលក់អង្គដាច់យកអាលុយពីអង្គហ្នឹងយកទៅជួយបាក់ដើម្បីចាប់សកម្មជនដាក់គុកដាក់ពន្ធនាគារទៀតទៅវាធ្វើឲ្យអ្នកតស៊ូមតិហ្នឹងគ្នាកាន់តែលំបាកធ្វើឲ្យអាសេដ្ឋកិច្ចហ្នឹងដើរសម្រាប់តែក្រុមបកពួកគាត់អាហ្នឹងគឺជាគេហៅថា logic បែបធម្មជាតិនៃខាងក្រមប្រឆាំងដែលគេមើលឃើញណាប៉ុន្តែអញ្ចឹងបានថាអ្វីដែលគេចោទអីគេចោទទៅកុំប៉ុន្តែកុំធ្វើត្រូវឲ្យដូចគេចោទលោកសីហាបានបញ្ជាក់ថាជួយនឹងនៅក្នុងនាមថាជាខ្មែរដូចគ្នាហើយធ្លាប់ជាពាក់គុណបំណាច់មួយនៅក្នុងការដែលជួយសម្របសម្រួលកិច្ចការរឿងព្រំដែនហ្នឹងព្រោះលោកស្រឡាញ់ជាតិអីចឹងហើយឥឡូវគេចោទជាគណៈបកប្រជាជនខ្ញុំថាបើសិនជាបើមើលទំនាក់ទំនងរបស់លោកសីហាបើសិនជាសកម្មជនគណៈបកប្រជាជនមែនគួរតែស្និទ្ធស្នាលជាមួយលោក Michael Alfaro បានត្រូវព្រោះលោក Michael Alfaro សប្តាហ៍នេះគឺជាមនុស្សរបស់គណៈបកប្រជាជនដាច់ហើយបើទោះបីជាគណៈបកប្រឆាំងលែងប៉ះគាត់បានហើយលែងដាច់លែងបានន័យថាចូលខ្សែដូចទឹកនឹងប្រេងហើយព្រោះឥឡូវគណៈបកប្រជាជនគេទាញយកទៅដាច់គ្រប់កន្លែងទាំងនៅ Long Beach ទាំងនៅ Texas ទាំងនៅអីចឹងណាតើចំណុចប៉ុណ្ណឹងអាចបញ្ជាក់បានថាលោកសីហាជាមនុស្សរបស់គណៈបកប្រជាជនឬក៏យ៉ាងម៉េចហេតុអីបានជាខ្ទាស់ជាមួយលោក Alfaro បើសិនជាលោកជាមនុស្សរបស់គណៈបកប្រជាជនជួយបញ្យល់តិចមើលអឺឥឡូវនេះខ្ញុំមិនដឹងថាគាត់ជាមនុស្សរបស់អ្នកណាទេព្រោះដោយសារខ្ញុំមានអត់បានទំនាក់ទំនងជាមួយគាត់ឈប់ហើយអូខេបាទខ្ញុំអត់មានការទំនាក់ទំនងជាមួយគាត់ទេគឺគាត់ធ្វើកិច្ចការរបស់គាត់ហើយខ្ញុំធ្វើកិច្ចការរបស់ខ្ញុំអញ្ចឹងថាគាត់ទៅគណៈបព្វជិជនគណៈបព្វសង្គ្រោះជាតិឬក៏ទៅណាខ្ញុំអត់ដឹងខ្ញុំអត់មានខ្ញុំមិនអាចឆ្លើយបានឡើយហ្នឹងបាទហើយសូមឲ្យបងប្អូនចាប់តាមដានទាំងអស់គ្នាទៅកន្លែងហ្នឹងបាទអញ្ចឹងបងណាហើយរឿងដែលថាបងសោយសុភាពអញ្ចឹងគឺការពិតខ្ញុំមើលឃើញគាត់ហ្នឹងគឺមនុស្សល្អបងហើយខ្ញុំអត់គិតរឿងនិន្នាការនយោបាយទេបើសិនតែគាត់គឺជំនល្អខ្ញុំតែគ្រប់គ្រងហើយគឺខ្ញុំកន្លែងណាខ្ញុំមើលថាគាត់ជាមនុស្សល្អគឺខ្ញុំឃើញគាត់តែខំប្រឹងណាជួយអាហ្វារ៉ូនៅពេលដែលចោះតាមព្រំដែនហ្នឹងគឺរងគ្រោះថ្នាក់ខាងរដ្ឋាភិបាលផងខាងនេះផងខាងនោះផងចោតអញ្ចឹងណាហើយអញ្ចឹងកន្លែងហ្នឹងមួយហើយកន្លែងទី2គឺកន្លែងដែលគាត់ទៅជួយដល់ព្រំដែនហ្នឹងរត់ឆ្វេងឆ្វាយទៅកោះកុងផងមកព្រៃច័ន្ទផងអីផងនៅពោធិ៍សាត់ផងឃើញអញ្ចឹងក៏ខ្ញុំកោតសរសើរនៅទឹកចិត្តស្នេហាជាតិរបស់គាត់មិនមែនមានតែត្រឹមគាត់មានច្រើនណាស់ប៉ុន្តែអ្វីនេះអ្វីដែលខ្ញុំលើកឡើងនេះគឺលើកឡើងពីសម្ដៅលើគាត់អញ្ចឹងខ្ញុំគិតថាគាត់ពេលដែលគាត់មកនៅកន្លែងណាក្នុងនាមខ្ញុំជាម្ចាស់ទឹកម្ចាស់ដីខ្ញុំគួរទទួលស្វាគមន៍គាត់ហើយខ្ញុំមិនខ្លាចអ្វីនឹងបង្ហាញទេប៉ុន្តែពេលខ្លះយើងក៏មិនត្រូវលាតត្រដាងអីដែរអាហ្នឹងអញ្ចឹងបងហើយខ្ញុំមិនប្រកាន់និន្នាការនយោបាយខ្លះអ្នកណាខ្ញុំក៏ទទួលខាងគណៈបព្វប្រឆាំងដែរពីមុនមកនោះហើយអញ្ចឹងប៉ុន្តែអ្នកពេលមកក្រោយនេះខ្ញុំអត់បានទទួលទេដោយសារគឺអ្នកដែលមកក្រោយនេះគឺខ្ញុំមិនមែនជាគណៈបព្វប្រឆាំងតទៀតខ្ញុំក៏នៅជាអ្នកជាតបតៃឬក៏ប្រធានសមាគមអញ្ចឹងទៅអញ្ចឹងខ្ញុំយកបានទេហើយខាងគណៈបកគេចាត់ចែងទៅហើយបើសិនតែគាត់ថាឥឡូវនេះគាត់អត់មានផ្ទះនៅទេគាត់ចង់មកលេងvớiខ្ញុំមកចង់ស្នាក់នៅខ្ញុំថាខ្ញុំអាចទទួលបានតែខ្ញុំមើលទៅតើគាត់តើមនុស្សបែបណាប្រឆាំងក៏មានចំនួនមានដែរណាប្រឆាំងខ្លះក៏ល្អគាត់មានហេតុផលច្បាស់លាស់ហើយអ្នកប្រឆាំងខ្លះគឺគាត់ប្រឆាំងអត់មានគិតអីទាំងអស់គឺប្រឆាំងគឺត្រូវប្រឆាំងចឹងហ្មងអញ្ចឹងខ្ញុំអត់ទទួលទេហើយប្រឆាំងរបៀបអសរោះក៏ខ្ញុំអត់ទទួលដែរប៉ុន្តែបើប្រឆាំងរបៀបចង់ឲ្យកែតម្រូវកែលម្អឲ្យប្រទេសជាតិមានសន្តិភាពប្រទេសជាតិឈប់សង្គ្រាមអ្វីទៅខ្ញុំគ្រប់គ្រងខ្ញុំ welcome ខ្ញុំ welcome អរគុណច្រើនលោកសីហាខ្ញុំយល់ថានេះគឺជាបេះដូងអ្នកប្រជាធិបតេយ្យដែលយើងយកសច្ចធម៌និងចំណុចដែលត្រឹមត្រូវយកមកធ្វើជាគោលខ្ញុំនិយាយពីរឿងលោកសោយសុភាពដែលមកស្នាក់នៅផ្ទះរបស់លោកសីហាតាមពិតចំពោះខ្ញុំផ្ទាល់ខ្ញុំជឿថាមនោសញ្ចេតនារបស់អ្នកដែលរាប់អានគ្នាបកណាក៏មានមិនបញ្ហាអីដែរសំខាន់គឺដូចថាអាការដែល
យើងមើលនៅក្នុងគ្រួសារមិនសំបីប្តីប្រពន្ធមិនមានអ្នកខ្លះគេកាន់បកប្រជាធិបតេយ្យអ្នកខ្លះកាន់បកសាធារណរដ្ឋប៉ុន្តែវាធ្វើមិនជួនកាលសាសនាពីរបីនៅក្នុងផ្ទះតែគេមិននិយាយគេមិនទៅចែកគ្នានៅក្នុងរឿងហ្នឹងឲ្យឆ្លោះគ្នាទេប៉ុន្តែគេរាប់អានគ្នានៅក្នុងន័យថាវាជារបៀបរាប់អានតែរឿងដែលរាប់អាននៅក្នុងទីនេះអ្វីដែលប្រជាពលរដ្ឋមន្ទិលហ្នឹងគឺក៏គាត់ថាហេតុអីបានជាមន្ត្រីបពប្រឆាំងឬក៏អ្នកដែលធ្លាប់គ្រប់គ្រងគណៈបពប្រឆាំងយ៉ាងស្រួចស្រាលមួយរូបទៅទទួលលោកសោយសុភាពដោយបងប្អូនគេយល់ថាលោកសោយសុភាពហ្នឹងគឺគ្រប់គ្រងគណៈបកប្រជាជនឬក៏រដ្ឋាភិបាលទេអាហ្នឹងគ្រាន់តែជាគំនិតមួយដែលគេគិតថាគាត់មិនគួរទទួលបានការស្វាគមន៍ចំពោះខាងអ្នកដែលតវ៉ាប្រឆាំងជាមួយលោកសីហាសប្ងៃហ្នឹងគេគិតថាមិនគួរណាមានគេហៅកំរាលព្រំក្រហមទទួលទេគួរតែជាការធ្វើឲ្យគាត់នឹងឯកោទៅធ្វើឲ្យគាត់នឹងដូចថាមិនទទួលបានស្វាគមន៍ព្រោះអីនៅស្រុកខ្មែរហ្នឹងគឺគាត់ដូចថាមិនខ្វះទេអ្នកទទួលស្វាគមន៍គាត់ខាងគណៈបកកណ្ដាលអំណាចអីចឹងណាដល់មកស្រុកនេះអីចឹងទៅបងប្អូនខកចិត្តខ្ញុំខ្លួនឯងហ្នឹងក៏ទទួលបានសារមិនតិចទេពីក្នុង Facebook របស់ខ្ញុំនេះនៅពេលដែលខ្ញុំថាក្នុងនាមជាខ្មែរអាមេរិកខ្ញុំស្វាគមន៍លោកសោយសុភាពមកកាន់សហរដ្ឋអាមេរិកមិនមែនបានឲ្យខ្ញុំទៅទទួលគាត់ទេខ្ញុំថាមកទឹកដីអាមេរិកជាទឹកដីប្រជាធិបតេយ្យលោកមកសាកដកដង្ហើមមើលថាតើប្រទេសប្រជាធិបតេយ្យហ្នឹងវាធំក្លិនប្រជាធិបតេយ្យយ៉ាងម៉េចរសជាតិហ្នឹងវាយ៉ាងម៉េចភ័យខ្លាចដែរទេអីទេឃើញលោកមកជួបជាមួយនឹងមន្ត្រីបពប្រឆាំងអីហ្នឹងមានអ្នកណាគេដូចថាទៅចាប់វាយខ្នោះគម្រាមកំហែងអីអញ្ចឹងទេខ្ញុំចង់គ្រាន់តែនិយាយស្វាគមន៍នៅក្នុងន័យអញ្ចឹងបងប្អូនមករករឿងខ្ញុំមកកណោគាត់ថាត្រូវលុបសារលុបពាក្យហ្នឹងវិញអត់មានស្វាគមន៍លោកសយសុភាពទេណាខ្ញុំថាมันអាចខាត់ខ្ញុំបានទេខ្ញុំគ្រាន់តែខ្ញុំអត់មានខ្ទាស់ជាបុគ្គលខ្ញុំអត់មានខ្ទាស់អីសោះប៉ុន្តែម៉ោងហ្នឹងគឺខ្ញុំនៅតែខ្ទាស់មនសិការជាមួយលោកសយសុភាពដដែលក្នុងន័យថាពេលគាត់សរសេរព័ត៌មានគាត់សរសេរដូចជាព័ត៌មានខ្លះដោយសំបីមកដល់ទឹកដីអាមេរិកហើយមានអត្ថបទខ្លះគាត់សរសេរអំពីការចាប់បញ្ជូនពលរដ្ឋដែលខ្វះឯកសារអីទៅស្រុកវិញហ្នឹងក្នុងន័យរបៀបដូចថាខ្មែរមួយចំនួនអីចឹងនៅពេលដែលគាត់សរសេរចឹងជួនកាលគាត់ចង់សរសេរពិតទេពីរឿងថាជាការពិតទេអាមេរិកកំពុងចង់ចាប់បញ្ជូនទៅគ្រប់កន្លែងហ្នឹងមិនមែនតែខ្មែរទេមួយឆ្នាំ1លានអ្នកនោះអញ្ចឹងទៅ100ជាងប្រទេសណាមិនមែនតែខ្មែរទេដល់ពេលខ្មែរយើងស្ដាប់អញ្ចឹងឬលោកសោយសុភាពមកដល់ទឹកដីអាមេរិកសរសេរអត្ថបទអីអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ថាយីគម្រាមខ្មែរអស់ចិត្តនៅស្រុកស្រុកខ្មែរហើយឥឡូវចង់មកដល់អាមេរិកហ្នឹងចង់គម្រាមនៅក្នុងជាន់ទឹកដីនឹងទៀតអីចឹងអាហ្នឹងគឺជាអារម្មណ៍របស់បងប្អូនទេអញ្ចឹងបានថាវាក៏ជាការពញ្ញាក់ស្មារតីដល់លោកសោយសុភាពដែរហើយនេះឥឡូវចាប់ផ្ដើមគាត់ដឹងតាមពិតមែនតើទៅវាជារឿងអត់ត្រូវមានរឿងសោះអត់មានរឿងខ្ញុំចង់និយាយថាអ្នកណាទៅញ៉ាំបាយណាទទួលស្វាគមន៍ណាចាប់ដៃណាតែរឿងបុគ្គលព្រោះគ្រួសារយើងនៅក្នុងពិភពលោកនេះវាមានទំនាក់ទំនងគ្នាដូចសបុកពីងពីងអញ្ចឹងតែសំខាន់មនសិការតែយើងមានមនសិការយើងស្រឡាញ់ជាតិគឺយើងរាប់អានគ្នាអ្នកជាបកអីក៏បានដែរខ្ញុំបកគណៈបកប្រជាជនបើចំពោះខ្ញុំវិញមិត្តភក្តិខ្ញុំ99.99%គឺនៅក្នុងគណៈបកប្រជាជនទាំងអស់មិត្តភក្តិរបស់ខ្ញុំណាព្រោះដោយសារអីព្រោះគាត់នៅក្នុងស្រុកអញ្ចឹងគាត់អាសាច់ជូនខ្លាបាននៅស្រុកបានតែសួរតែពួកយើងឈប់រាប់អានគ្នាមែនអត់ទេយើងរាប់អានគ្នាក្នុងនាមជាមិត្តភក្តិប៉ុន្តែមនសិការគឺយើងមានខុសគ្នាហើយខ្ញុំគោរពគេខ្ញុំថាអូខេយើងគ្រប់គ្រងគណៈបកប្រជាជនរដ្ឋាភិបាលហើយទៅតាមការយល់ឃើញរបស់យើងបានអត់អីទេខ្ញុំអត់មានទៅថាឈប់រាប់អានអ្នកហើយព្រោះអ្នកឯងឆ្កងណាស់អ្នកឯងភ្លាវទៅខាងហ្នឹងមិនមែនអញ្ចឹងទេគឺយើងគោរពដូចគ្នាគេក៏គោរពយើងធ្វើតាមមនសិការរបស់យើងអត់មានណាមកភ្ជុងកាភ្លើងយើងថាត្រូវតាគ្រប់គ្រងគណៈបកគេទៅដើម្បីឲ្យគេបន្តរាប់អានវាអត់មានសម្ពាធបែបហ្នឹងអញ្ចឹងបានខ្ញុំគិតថាលោកសីហាហ្នឹងក៏មើលទៅទំនងចូលដូចក្នុងស្ថានភាពបែបហ្នឹងគ្រាន់តែថាពិបាកបកស្រាយប្រាប់សហគមន៍យើងថានៅពេលដែលយើងទទួលលោកសោយសុភាពហើយខ្ញុំជឿថាលោកសោយសុភាពប្រហែលជាកំពុងអង្គុយស្ដាប់ខ្ញុំទៅជែកជាមួយលោកសីហាក៏មិនដឹងដែរព្រោះលោកនៅអាមេរិកម៉ោងនេះមិនទាន់ចូលសម្រាននៅឡើយទេក៏អាចនឹងដឹងថាឃើញទេតាមពិតអ្វីដែលលោកធ្វើនៅស្រុកខ្មែរលោកធ្វើទៅតាមមនសិការរបស់លោកបិទមែនហើយប៉ុន្តែដល់ពេលប្រជាពលរដ្ឋមើលទៅឃើញថារៀងលំអៀងទៅរដ្ឋាភិបាលវាទៅជាលោកខ្លាយទៅជាបន្ទុក
តាមពិតពេលដែលមកស្នាក់នៅក្នុងរយៈពេលនេះគួរតែមានពេលសម្រាកឲ្យបានស្រឡះខួរក្បាលអីចឹងបេះប៉មបេះទម្លាប់អីសបាយអីចឹងទៅអាកាសធាតុត្រជាក់មនោរម្យល្មមប៉ុន្តែដល់ឥឡូវឃើញឯងមកដោះស្រាយខ្ញុំជឿថានៅពេលដែលលោកមកជាភ្ញៀវសម្រាប់ម្ចាស់ផ្ទះចឹងហើយស្រាប់តែម្ចាស់ផ្ទះត្រូវគេជេរម្រាយកាយឪពុកចឹងខ្ញុំជឿថាលោកសោយសុភាពខ្លួនលោកក៏នៅតែមានសិលធម៌អាចនឹងពិបាកដែរທາງហេតុអីបានមកជាបន្ទុករបស់គ្រួសារគេអញ្ចឹងណាប៉ុន្តែឥឡូវយើងដើម្បី clear ហ្នឹងឲ្យអស់ទៅចេះទៅវិញអឺចំពោះលោកសីហាអីទេបាទតែ2 ថ្ងៃទេឥឡូវលោកសោយសុភាពមកហ្នឹងតើលោកបាននាំលោកសោយសុភាពទៅជួបមន្ត្រីសាលាក្រុងណាមន្ត្រីអ្នកច្បាប់អ្នកមុខអ្នកការសហរដ្ឋអាមេរិកណាដើម្បីឲ្យគេចេញលិខិតណាទទួលស្គាល់រដ្ឋាភិបាលកម្ពុជាឬក៏ធ្វើកិច្ចការបង្កើតគណៈបកប្រជាជនក្រមយុវជននៅ North Carolina ឲ្យចុះហត្ថលេខាអីឲ្យលោកសីហានឹងទៅជួយគេដើម្បីឲ្យបានឯកសារអីនឹងផ្លូវច្បាប់អីតើមានតាក់ទងរឿងហ្នឹងទេដែលធ្វើឲ្យបងប្អូនគណៈបកប្រឆាំងភ័យម្លេះបាទអត់ទេសូម្បីតែគណៈបព្វជិជនក៏មិនដឹងថាបងសោយភាពមកផងគាត់តែឃើញតាមរយៈតាម Facebook ទេនៅពេលដែលគាត់ផុសថាគាត់ទៅណានៅណីហ្នឹងព្រោះដោយសារគាត់មកនេះគឺមកក្នុងនាមដែលមកលេងផងក៏ក្នុងនាមធ្វើ business ផងបាទមកដើម្បីរកកន្លែងអតិថិជនហើយដើម្បីរឿងស្រូវអង្ករទេរឿងនេះនោះហើយចុះវាមិនមានអ្វីតាក់ទងរឿងនយោបាយទេហើយអញ្ចឹងគឺខ្ញុំគិតថាវាជាការធម្មតាបាទសម្រាប់ក្នុងនាមយើងជាខ្មែរដូចគ្នាហើយយើងរាប់អានគ្នាយើងទទួលបាយគាត់នៅពេលគាត់មកដល់ផ្ទះរបស់យើងជាការធម្មតាប៉ុន្តែមានមនុស្សមួយចំនួនទេដែលគាត់ធ្វើឲ្យមានបញ្ហាកើតឡើងខ្ញុំសោកមានការសោកស្ដាយប៉ុន្តែមិនគួរទេក្នុងនាមយើងជាខ្មែរគួរតែគាត់មកដល់នេះហើយយើងរាក់ទាក់ស្វាគមន៍គាត់ទៅយើងបង្ហាញថាណែសហរដ្ឋអាមេរិកគឺគេទទួលស្វាគមន៍បែបហ្នឹងហើយគេរាក់ទាក់ណាស់បងណាហើយដូចខ្ញុំទទួលគាត់រាក់ទាក់អញ្ចឹងបងមានការគោរពក្នុងនាមយើងជាខ្មែរអញ្ចឹងណាក្នុងការគោរពក្នុងនាមគាត់ជាបងយើងជាចាស់ព្រឹទ្ធាចារ្យមួយដែលគាត់មានអាយុច្រើនជាងយើងមានបទពិសោធន៍ច្រើនជាងយើងហ្នឹងបងហើយយើងមានអីទេអ្វីដែលយើងធ្វើបានយើងធ្វើទៅដើម្បីប្រទេសជាតិយើងហើយសាមគ្គីគ្នាទៅនៅពេលនេះកុំឲ្យមានការបែកបាក់កុំឲ្យមានការលៀបពណ៌គ្នាកុំឲ្យមានការចោទប្រកាន់ដូចខ្ញុំគ្រាន់តែញ៉ាំបាយមកគាត់4ពេលនឹងសោះហ្នឹងទៅខ្លាចខ្ញុំលក់ក្បាលឲ្យគណៈបព្វជិជនខ្លាចខ្ញុំក្បត់ជាតិអីណាណីនោះហើយឥឡូវជេរដល់ទាំងម៉ាក់ប៉ាខ្ញុំបងប្អូនឬខ្ញុំដែលគាត់អត់ដឹងអីអស់ណានេះហើយគឺជានយោបាយដែលបំបែកបំបាក់អូខេកុំធ្វើចឹងធ្វើចឹងអត់ចំណេញទេធ្វើចឹងយើងឲ្យមនុស្សដែលមានចំណេះដឹងមនុស្សដែលមានធនធានគេចាក់ចេញពីយើងណាហើយកុំថាមិនក៏អាចបាក់ចាក់ចេញដោយសារពួកនឹងមកបំបែកគណៈបព្វជិជនបំបែកអត់ទេគឺដោយសារយើងខ្លួនឯងយើងគួរតែដូរផ្នត់គំនិតហ្នឹងទៅផ្នត់គំនិតហ្នឹងអត់ល្អទេហើយយើងធ្វើសញ្ញាបូកកុំធ្វើសញ្ញាដកហ្នឹងណាបងយើងគួរតែធ្វើសញ្ញាបូកទៅពេលនេះហើយជាពេលដែលយើងត្រូវតែធ្វើតែហេតុអីគឺជាពេលដែលប្រទេសជាតិត្រូវការអរគុណលោកហើយយើងសីហាតាមពិតបាទបណ្ដាយកប៉ុណ្ណឹងអរគុណច្រើនហើយខ្ញុំគ្រប់គ្រងច្រើនចំណុចតាក់ទងនឹងរឿងសិលធម៌បន្តិចហើយបងប្អូនព្រោះអីចំពោះខ្ញុំមិនចំពោះគណៈបកប្រឆាំងឬក៏គណៈបកប្រជាជនកម្ពុជាទេហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នានឹងគឺប្រកាន់ក្រមសីលធម៌ខ្ញុំនិយាយទៅខ្ញុំគោរពនៅអ្វីដែលជាការមិនសប្បាយចិត្តឬក៏ការបញ្ចេញមតិរបស់បងប្អូនពួកបងប្អូនជាអ្នកនយោបាយគឺចិត្តតែភ័យចិត្តតែបារម្ភប៉ុន្តែខ្ញុំចង់បានឱកាសអញ្ចឹងឥឡូវនេះបានលោកសីហាឡើងមកបំភ្លឺបងប្អូនចម្ងល់ហ្នឹងបើសិនជាលោកសីហាមិនឡើងមកបំភ្លឺហ្នឹងវានៅមានពាក្យចចាមអារាមនៅជាមរាយកាយឪពុករបស់លោកហ្នឹងរហូតតតែដូចថារឿងព្រំដែនប្រប៉ិនមេឃប្រប៉ិនដីកាយកប់ចោលទៅទាហានខ្មែរយើង18នាក់នៅជាចាប់ជាចំណាប់ខ្មាំងយើងអត់ទាន់បានទៅទៀមទាឲ្យគាត់ដោះឲ្យគេដោះលែងមកបានរឿងព្រំដែនគេរំលោភបំពានមកកណកដឹករឿងព្រៃច័ន្ទរឿងជោគជ័យរឿងភ្នំទ្របរឿងអីរឿងច្រើនណាស់ហើយដល់ពេលឥឡូវយើងចំណាយកម្លាំងមកជេរគ្នាតាក់ទងនឹងរឿងហ្នឹងខ្ញុំមែនតើទៅខ្ញុំសោកស្ដាយកន្លែងមួយដែរកន្លែងថាគណៈបកប្រឆាំងគ្រប់ពេលគឺតែងតែរិះគន់ទៅខាងគណៈបកប្រជាជនកម្ពុជាឬក្រមឃោសនិករបស់រដ្ឋាភិបាលថាជេរបចោលៀបពណ៌ឬក៏អាហាភាសឬក៏អីហ្នឹងបាតផ្សាយអញ្ចឹងណាប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺយើងក៏ប្រើដូចថាវិធីសាស្ត្ររបៀបដូចជាអក្សរោះរបៀបអីអញ្ចឹងដែរហើយចង់ឲ្យខ្ញុំបានបញ្យល់នៅក្នុង show ខ្ញុំច្រើនលើកច្រើនក្រាខ្ញុំមិនបន្ទោសទេប៉ុន្តែយើងឲ្យប្រជាពលរដ្ឋខ្មែរយើងមានជំរឿសបើសិនជាចង់ថាគណៈបកប្រជាជនមិនកើតការទេសូមឲ្យគេងាកមកគណៈបកប្រឆាំងហ្នឹងសូមឲ្យកើតការសូមឲ្យគ្រាន់ជាងគេបន្តិចបានទេបើឧទាហរណ៍ថាយើងថាគេវាចោលមកសៀតហើយគឺបាត់ផ្សាយប៉ុន្តែបើយើងចាប់ផ្ដើមស្រាតសពុតហើយយើងទៅអញ្ចឹង
តាមពិតចំពោះខ្ញុំរឿងជាមួយនឹងលោកសីហានិងរឿងសហគមន៍នេះបើសិនជាបងប្អូនទាំងអស់សុទ្ធតែស្គាល់គ្នាទេហៅមកជជែកគ្នាទៅហើយពិគ្រោះគ្នាទៅពន្យល់ទៅជាជាងការដែលក្អែកមួយជាក្អែក10ហើយឥឡូវចាប់ផ្ដើមបែរខ្ញុំនិយាយនេះខ្ញុំអត់ការពារលោកសីហានេះខ្ញុំការពារសច្ចធម៌ខ្ញុំការពារនៅកណ្ដាលហើយមកដល់សំបីតែនិយាយម៉ោងនេះហ่าគឺខ្ញុំនិងលោកសាយសុភាអត់មានបញ្ហាទំនាស់ជាបុគ្គលទេម្ដងទៀតខ្ញុំអត់មានទាស់អីជាមួយនឹងបងសាយសុភាពជាបុគ្គលអីទាស់តែសោះហើយខ្ញុំអត់មានទំនាស់បុគ្គលជាមួយណាណាទាំងអស់ជាមួយលោកតាន់កឹមសួរជាមួយអ្នកនាងអ្នកស្រីកណ្ឌិថា show ជាមួយនឹងលោកផែងវណ្ណៈឬក៏សានបន្ទឿជាបុគ្គលខ្ញុំអត់មានទេប៉ុន្តែខ្ញុំទាស់នៅពេលដែលមានចំណុចមួយចំនួនតាក់ទងនឹងរឿងព័ត៌មានដែលគាត់ផ្សាយរបៀបផ្សាយព័ត៌មានរបស់គាត់ដែលពាក្យជេរបតិចផ្ដាសាអីអាហ្នឹងខ្ញុំខ្ទាស់នៅក្នុងអាខ្លឹមសារនៃការធ្វើកិច្ចការរបស់គាត់ទេប៉ុន្តែជាបុគ្គលបើបងគឺត្រូវតែគោរពហៅពូហៅលោកអីចឹងធម្មតាភាសាថ្លៃថ្នូររបស់ខ្មែរហ្នឹងគឺខ្ញុំអាចចោលបានទេហើយខ្ញុំចង់បញ្ចប់ការសួររបស់ខ្ញុំតាក់ទងនឹងរឿងមួយទៀតព្រោះអីបងប្អូនប្រហែលជាបានស្ដាប់ហើយថាលោកសីហាមិនលាក់លៀមអីទេគឺពិតជាបានឲ្យលោកសយសុភាពសម្រាននៅផ្ទះលោក2យប់ហើយបានទទួលអាហារហើយក៏បានដឹកទៅនេះទៅនោះដោយជាការថាដឹងគុណឬក៏សមានចិត្តតបស្នងទៅពេលដែលជួយសម្របសម្រួលលោក Alpha Rose ចុះទៅស្រុកខ្មែរកាលហ្នឹងព្រោះអីវាជារឿងដំបូងអញ្ចឹងក៏បានតាក់ទងលោកសយសុភាពទៅប៉ុន្តែឥឡូវនេះពេលដែលលោកសយសុភាពមកហើយមកដល់ North Carolina ដែលជាទឹកដីរបស់ម្ចាស់ផ្ទះហើយស្គាល់គ្នាជាប់មាត់ជាប់កអញ្ចឹងទៅក៏ទទួលឲ្យលោកសយសុភាពសម្រាប់វិច័យដន់អីរឿងដែលឲ្យលោកសយសុភាពសម្រាប់នេះមែនតើអត់ចង់ឲ្យអ្នកដទៃនឹងបានដឹងនាំតែពិបាកបកស្រាយទៅតែដល់តែមានចុច GPS អីនៅអាកន្លែងហាងកាហ្វេទៅធ្វើឲ្យក្រុមបងប្អូនយើងខាងគណៈបកប្រឆាំងអាចចេះដែរលោកសីហាណាខ្ញុំបន្ថែមបន្តិចព្រោះអីគណៈបកប្រឆាំងគាត់ខ្លាចរឿងមួយថាខ្លាចគេលាបពណ៌ខាងលាបពណ៌ហ្នឹងក្នុងន័យចេះថាចុះបើសិនលោកសយសុភាពគាត់មកដល់ទឹកដី North Carolina មានប្អូនផាណាផងមានលោកសុធីផងមានគង់រាយាផងសុទ្ធតែអ្នកដែលឆ្នើមខាងថ្វីមាត់នៅក្នុងការនិយាយស្ដីលើអនឡាញហើយហ៊ានរិះគន់រដ្ឋាភិបាលកប់មាត់ហើយស្រាប់ដល់ពេលលោកសយសុភាពមកដល់ទឹកដីកន្លែងដែលខ្លួនកំពុងរស់នៅស្រាប់បាត់មុខអស់ហលីងខ្លាចដែរពេលលោកសយសុភាពទៅវិញនិយាយថាបានតែមាត់តែអញ្ចឹងដល់មកដល់ស្ងាត់ឲ្យជ្រាបអីខ្ញុំមិនជឿថាលោកសយសុភាពដល់ថ្នាក់ធ្វើដូច្នេះព្រោះគាត់ជាអ្នកសារព័ត៌មានអាជីពមួយរូបដែរប៉ុន្តែពួកគាត់ប្រហែលជាមានអារម្មណ៍គិតអញ្ចឹងទៅបានជាស្កាត់មកមុនហ្នឹងគឺចង់ជួបចង់ពួកអីគាត់ធ្វើ live show ក្រោយជួបហ្នឹងទៀតគាត់ប្រាប់ថាអូទៅជួបលោកសយសុភាពហ្នឹងដ្រូនសុខភាពហ្នឹងមិនជាល្អទេហើយក៏មិនចង់ឲ្យថតវីដេអូថតអីដែរសុំប្រាប់មកថាមកលេងទេមិនអីចឹងវាហាក់បីដូចជាធ្វើឲ្យខាងក្រុមសកម្មជនបពប្រឆាំងហ្នឹងគិតថាចុះហេតុអីក៏មិនគ្រាន់បើដូចនៅស្រុកខ្មែរតាមពិតខ្ញុំថាពាក្យពេចន៍អស់នេះមិនគួរណានិយាយក៏បានដែរព្រោះយើងយល់ណាយើងយល់បើយើងជាខ្ញុំបើនៅកណ្ដាលក៏យើងគិតថាចុះបើមានការស្នើសុំអីអញ្ចឹងហើយយើងប៉ុណ្ណឹងសឹងទៅជាសត្រូវស៊ីសាច់ហត់ឈាមអីបើគាត់មកលេងក៏លេងទៅអត់អីទេគាត់ថាយើងបើជាវេទិកាដេញដោលយោបល់គ្នាហ្មងបើក live show ហ្មងហើយសួរទៅដេញអីចឹងណាដល់ពេលអញ្ចឹងក៏យើងគិតថាកន្លែងខ្លះហ្នឹងក៏វារៀងលើសបន្តិចដែរតែយើងចង់និយាយថាចោះចាំបាច់ទៅផ្ចាញ់ផ្ចាលអីនៅក្នុងករណីដែលមនុស្សម្នាក់សុំជួបហើយក៏ព្រមថាសុំថាស្ងាត់មិនបាច់ថតមិនបាច់អីទេហើយក៏សុំមិននិយាយអីពីរឿងនយោបាយរឿងអីទេគ្រាន់តែនិយាយតែពីរឿងមកលេងជាលក្ខណៈគ្រួសារយើងយល់បានណាមិនចឹងណាហើយខ្ញុំជឿថាពេលដែលលោកសយសុភាពឲ្យបងប្អូនយើងទាំងអស់ជួបគ្នាជួបបានប្រស័យតាក់ទងហ្នឹងក៏ចាត់ទុកថាគាត់ក៏គោរពឲ្យតម្លៃក្រុមប្រឆាំងបន្តិចដែរបើសិនជាគាត់មិនជួបក៏មិនដឹងធ្វើអីគាត់ដែរចង់និយាយចឹងណាខ្ញុំនិយាយនេះអត់កាន់ជើងលោកសុភាពហើយក៏អត់ទៅដាក់បន្ទុកខាងក្រុមបងប្អូនបកប្រឆាំងដែរព្រោះខ្ញុំនិយាយឲ្យស្មោះគឺខ្ញុំមានគំនិតខ្ទាស់ជាមួយនឹងរបៀបសរសេរព័ត៌មានរបស់លោកសយសុភាពច្រើនប៉ុន្តែជាលក្ខណៈបុគ្គលខ្ញុំមានបញ្ហាអីជាមួយគាត់បើទោះអត់ដែលបានស្គាល់គាត់ឬក៏រាប់អាននិយាយដូចថារបៀបដូចលោកសីហាបានឲ្យទទួលអាហារទទួលអីក៏ដោយក៏ប៉ុន្តែខ្ញុំគាត់តែគិតថាជាខ្មែរដូចគ្នាតែប៉ុណ្្នឹងឯងចង់អីចឹងណាសូឥឡូវអញ្ចឹងហើយបើសិនជាខាងក្រុមបពប្រឆាំងគេជេរម្រាយកាយឪពុកខ្ញុំថា
ដូចថាវាទាំងលោកសីហាតាគេជេរមរាយកាយឪពុកខ្ញុំពិបាកទទួលយកមែនតើខ្ញុំមិនដឹងអាម៉េចដែរតើគាត់នៅក្នុងន័យពិបាកទទួលយកហ្នឹងតើលោកសីហាអាចនឹងធ្វើយ៉ាងម៉េចដើម្បី reach out ដើម្បីតាក់ទងទៅក្រុមពួកគាត់ដើម្បីពន្យល់ឲ្យគាត់យល់ទៀតឬក៏លោកត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់ឈប់យល់ច្រឡំយល់ខុសអីថាលោកលក់ក្បាលឬមិនលក់ក្បាលតើលោកធ្វើយ៉ាងម៉េចទៀតទៅមុខហ្នឹងខ្ញុំមិនចាំបាច់ប្រាប់ថាខ្ញុំនឹងត្រូវលក់អឺប្រាប់គាត់ថាខ្ញុំអត់លក់អត់អីទេខ្ញុំអត់ប្រាប់ទេអឺចាំមើលតាមទៅអូខេហើយហឺខ្ញុំមានមនសិការរបស់ខ្ញុំដូចខ្ញុំប្រាប់ចឹងបើសិនជាអ្នកឯងធ្វើអំពើល្អហើយធ្វើអ្វីដើម្បីជាតិខ្ញុំគ្រប់គ្រងអ្នកឯងខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រប់គ្រងដើម្បីឲ្យប្រទេសជាតិរបស់ខ្ញុំរីកចម្រើនប៉ុន្តែបើសិនជាអ្នកធ្វើបំផ្លាញប្រទេសជាតិរបស់ខ្ញុំឬក៏មិនមិនធ្វើឲ្យប្រទេសជាតិរបស់ខ្ញុំរីកចម្រើនហើយនឹងមិនគោរពសិទ្ធិសេរីភាពអ្វីមួយខ្ញុំនឹងធ្វើតាមអ្វីខ្ញុំធ្វើទៅបានខ្ញុំចង់ឲ្យប្រទេសរបស់ខ្ញុំហ្នឹងគឺមានសិទ្ធិសេរីភាពពេញលេញខ្ញុំចង់ឲ្យប្រទេសរបស់ខ្ញុំជឿនលឿនហើយខ្ញុំមិនឲ្យអ្នកប្រទេសផ្សេងមកមើលងាយឬក៏មកឈ្លានពានបានទេក្នុងនាមខ្ញុំជាខ្មែរខ្ញុំត្រូវឈរលើចំហសិទ្ធិព្យាក្រឹតហើយនឹងធ្វើអ្វីឲ្យខ្ញុំអាចធ្វើទៅបានដើម្បីការពារប្រទេសការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្ញុំនៅជាមួយប្រជាពលរដ្ឋដូច្នេះហើយខ្ញុំសូមប្រាប់បងប្អូនថានៅពេលនេះខ្ញុំមិនមែនជាគណៈបកអ្វីទេខ្ញុំគ្រាន់ជាខ្មែរមួយដែលស្រឡាញ់ប្រជាធិបតេយ្យជាខ្មែរមួយដែលស្រឡាញ់ភាពត្រឹមត្រូវនិងយុត្តិធម៌បាទអរគុណលោកសីហាណាស់តាមពិតខ្ញុំក៏ចូលរួមសោកស្ដាយដែរមួយរយៈពេលនេះខំប្រឹងមែនតើគឺចំណាយពេលវេលាថវិកាផ្ទាល់ខ្លួនពេលវេលាជាមួយក្រុមគ្រួសារប្រពន្ធកូននឹងដើម្បីរួមគ្នាសូម្បីតែអង្គាសលុយទៅសង់សាលារៀននៅស្រុកខ្មែរនឹងក៏រងព្យុះព្ឈោមៀជាមួយលោក Michael Alfaro នឹងគឺថាតដាបតដួសមកច្រើនហើយឥឡូវនឹងមកចេញរឿងករណីលោកសយសុភាពមើលមានករណីអីច្រើនផ្សេងទៀតដើម្បីឲ្យអំពលទុកមួងណារ៉េតដើម្បីនឹងធ្វើ live show នេះតទៅទៀតយើងចាំមើលតទៅទៀតតែយ៉ាងណាខ្ញុំមិននឿយណាយនៅក្នុងអ្នកការធ្វើដែលបងផ្ឯងដល់វេទិកាដើម្បីឲ្យបងប្អូនស្ដាប់ឲ្យបានយល់ពីសាច់រឿងហើយយកទៅពិចារណាខ្លួនឯងទៅបើសិនជាបងប្អូននៅតែគិតថាប្អូនថាច់សីហានៅតែយ៉ាងម៉េចយ៉ាងម៉ាមិនទទួលយកការពាក្យរបស់គាត់គឺទឹកសាច់តែបងប្អូនគិតទេប៉ុន្តែគាត់ថាអ្វីដែលជាការបំភ្លឺនេះសង្ឃឹមថាបានជាតម្រុយខ្លះឲ្យយល់អំពីសាច់រឿងព្រោះអីរឿងអីក៏ដោយយើងឆ្លោះគ្នានៅពេលដែលយើងឮពាក្យចចាមអារាមហើយក្អែកមួយជាក្អែក10ហើយអាជេរធ្លាក់ទឹកតែស្គរយើងជេរគណៈបកប្រជាជនរាល់តដងឃើញក្រុមពួកអ្នកគណៈបកប្រឆាំងជេរថាអាជេរធ្លាក់ទឹកហើយអើតែស្គរដល់ពេលយើងគឺមិនត្រឹមតែស្គរទេគឺថាថែមឯងមកទំហឹងតម្រង់ដើម្បីឲ្យទៅស្ដាប់ទៅគឺផ្ទុះដូចភ្នំភ្លើងអញ្ចឹងណាខ្ញុំជឿថាឥឡូវនេះគឺខ្ញុំសង្ឃឹមថាភ្នំភ្លើងនេះវានឹងរៀងស្ងប់បន្តិចទៅវិញទៅហើយលោកសោយសុភាពក៏ដល់ពេលវេលាវិលទៅស្រុកខ្មែរវិញដែរដូច្នេះសង្ឃឹមថាយើងនាំគ្នាប្រមូលកម្លាំងកាយកម្លាំងចិត្តទាំងលោកសីហាទាំងក្រុមការងារគណៈបកប្រឆាំងកិច្ចការព្រំដែននឹងជួយជាតិយើងតទៅទៀតបងប្អូនហើយកុំយកអារឿងបុគ្គលផ្ទាល់ខ្លួនក្រុមគ្រួសារហើយយើងបិទសិទ្ធិសេរីភាពមនុស្សសូម្បីតែមិនអាចឲ្យប្រស្រ័យតាក់ទងរាប់អានគ្នាក្នុងនាមជាមិត្តភ័ក្តិឬក៏ក្នុងនាមជាគ្រួសារឬក៏អ្វីដោយសារតែស្អីក៏ដោយក៏រឿងនយោបាយទាំងអស់គឺយើងមិនអាចរស់នៅក្នុងសង្គមនេះជាមួយគ្នាទេយើងបើកចិត្តឲ្យទៅលាយប៉ុន្តែចាំសម្ដីខ្ញុំគេធ្វើអីធ្វើទៅកុំតែធ្វើត្រូវឲ្យដូចតែគេថាគេចង់និយាយគេចោតអីចោតទៅកុំធ្វើឲ្យត្រូវដូចគេថាអញ្ចឹងខ្ញុំសង្ឃឹមថាលោកសីហានឹងមិនធ្វើឲ្យត្រូវឲ្យដូចគេចោតនឹងទេហើយអរគុណលោកសីហាម្ដងទៀតហើយសូមជម្រាបលាលោកសីហាត្រឹមនេះអរគុណដែលបានផ្ដល់ពេលវេលាឲ្យខ្ញុំបានសម្ភាសន៍ហើយយើងនឹងជួបគ្នាបន្តទៀតនៅពេលដែលមានព័ត៌មានបន្ថែមទៀតនៅថ្ងៃក្រោយតទៅនឹងរឿងនេះបាទសូមជម្រាបលារាត្រីសួបាទស្តីបាទជំរាបលា